សូមអបអសាទរម្ចាស់ដែលបានភ្ញាក់ប្រព័ន្ធស្វែងរកកំណប់ទ្រព្យអ្នកអាចធ្វើតាមផែនទីកំណប់ដើម្បីរកកំណប់ទ្រព្យដែលលាក់ក្នុងពិភពលោកកំណប់ដកមកទាំងអស់ហើយឈានដល់ចំណុចកំពូលនៃជីវិតអ្នកខ្ញុំបានភ្ញាក់ប្រព័ន្ធប្រសិនបើផែនទីកំណប់ពិតប្រាកដដីខាងក្រោមមានកំណប់កប់នៅក្រោមសេរីសំឡាញ់អ្នកមកធ្វើអ្វីនៅទីនេះសៀនខ្ញុំចង់លេងលេះខ្ញុំធន់នឹងអ្នកចាញ់គ្រាន់តែកាត់ផ្ដាច់ទំនាក់ទំនងមានរឿងអ្វីកំពុងកើតអ្វីអ្នកកំពុងធ្វើអ្វីសេរីអ្នកនិយាយពិតមែនទេប្រាកដណាស់សេរីរបស់យើងពិតជាអស្ចារ្យណាស់មិនមែនជាការខ្ជះខ្ជាយទេដែលនាងនៅជាមួយអ្នកចាញ់ដូចអ្នកជាអ្នកញុះញង់ប្រពន្ធខ្ញុំឲ្យលែងលះខ្ញុំអ្នកបញ្ឆោតនាងឲ្យទិញឡាននិងផ្ទះមិនអីទេប៉ុន្តែធ្វើឲ្យនាងលែងលះខ្ញុំអ្នកឈួតមែនទេសៀនគ្រប់គ្រាន់ហើយមីយ៉ាគឺជាមិត្តសម្លាញ់របស់ខ្ញុំហេតុអ្វីនាងត្រូវកុហកខ្ញុំបើកម៉ាស៊ីនជីករាល់ថ្ងៃនៅកន្លែងសំណង់អនាគតអ្វីដែលអ្នកចាញ់ដូចអ្នកអាចមានសេរីប៉ុន្មានឆ្នាំនេះខ្ញុំធ្វើការនៅកន្លែងសំណង់ទាំងភ្លៀងទាំងថ្ងៃខ្ញុំឲ្យប្រាក់ខែទាំងអស់ទៅអ្នកមិនគ្រប់គ្រាន់ទេគ្រប់គ្រាន់ឈប់និយាយរឿងឥតប្រយោជន៍គ្រាន់តែចុះហត្ថលេខាលើក្រដាសមិនអីទេខ្ញុំនឹងចុះហត្ថលេខា5ឆ្នាំនេះខ្ញុំខ្ជះខ្ជាយវាលើឆ្កែមួយសូមអបអសាទរសេរីអ្នកនឹងមិនត្រូវបានរារាំងដោយបរិសុទ្ធក្រីក្រម្នាក់នេះទៀតទេសេរីអ្នកនឹងស្ដាយក្រោយអ្នកមនុស្សនឹងនៅតែក្រជារៀងរហូតហេតុអ្វីត្រូវខ្ជះខ្ជាយសម្ដីជាមួយអ្នកចាញ់នេះទៅសូមព្រះជាម្ចាស់សូមឲ្យមានអ្វីមួយនៅក្រោមនោះនេះគឺខ្ញុំអ្នកមានហើយវិបត្តិប្រាកដមែនកាក់មានហ៊ុនយន្ត 2.8 គីឡូក្រាមមានតម្លៃ$2.5 លាន$2.5 លានដូច្នេះផែនទីកំណប់នៅក្នុងក្បាលរបស់ខ្ញុំពិតប្រាកដមែនតាមតម្លៃមាសបច្ចុប្បន្នទាំងនេះច្បាស់ជាមានតម្លៃច្រើនអ្នកកំពុងធ្វើអ្វីប្រពន្ធអ្នកមិនបានរត់ទៅជាមួយអ្នកផ្សេងទេអ្នកឈួតឬហេខ្ញុំឈប់និយាយឯងទេគាត់អីលោកម្ចាស់យើងមិនអនុញ្ញាតឲ្យសុំទាននៅក្នុងហាងទេអ្នកទិញមាសនៅទីនេះទេខ្ញុំមានរបស់ល្អចេញទៅអ្នកខ្វក់ណាស់ចាំ
អ្នកនាងឈិន លោកអ្នកចង់លក់មីសមែនទេ បាទគ្រាន់តែទាំងនេះដាក់តម្លៃមក លោកទាំងនេះគឺកាប់មីសបុរាណដែលមានអាយុកាលរាប់រយឆ្នាំតើអ្នកអាចលក់ទាំងអស់ឲ្យខ្ញុំបានទេ បាទលក់មុនវិញល្អជាងមុននឹងមានបញ្ហា 1 ខ្ញុំឲ្យអ្នក7សែនមាន32នាទីនេះខ្ញុំយកទាំងអស់ វាយវាពិតជាមានតម្លៃអញ្ចឹងមែនទេ លោកអ្នកមិនពេញចិត្តទេ មិនមែនទេ បើអ្នកមានរបស់ល្អទៀតនៅពេលខាងអាចលក់ឲ្យខ្ញុំបានមិនថាវទៅបុរាណឬក៏របស់វ័យផ្សេងទៀត អ្នកនាងឈិនរបស់យើងគឺកូនស្រីច្បងរបស់គ្រួសារឈិនគុំ ខ្ញុំឈ្មោះសៀនចេនយើងនឹងសហការគ្នាទៀតនៅពេលអនាគត អូខេសៀន អ្នកបានទទួល25លាន6សែនដុល្លារ ផែនទីកំណប់របស់ខ្ញុំមានទីតាំងច្រើនណាស់បើខ្ញុំជីកយកកំណប់ដល់កំណត់ទាំងអស់ដែលកប់នៅទីនោះខ្ញុំនឹងមានលុយហូរហៀខ្ញុំទៅលើនេះ លោកចេនសូមថែរក្សាខ្លួនផង បើសៀនមកហៅនៅពេលខាងប្រាប់ខ្ញុំផង អូខេអ្នកនាងឈិន ម៉ាក់នឹងត្រេកអរណាស់បើដឹងថាខ្ញុំមានលុយនាងនឹងសប្បាយចិត្តខ្លាំងណាស់ សូមអង្វរខ្ញុំសូមអង្វរគ្រាន់តែឲ្យពួកយើងប៉ុន្មានថ្ងៃទៀតផង អ្នកជំពាក់ពួកយើង200,000ដុល្លារសងប្រាក់ឥឡូវនេះទៅ ប៉ុន្តែគ្រួសារយើងបានយើងគ្មានលុយនៅសល់ទេ ម្ចាស់ឈប់ធ្វើពុតទៅឈប់សម្ដែងទៅ ឬក៏ប្រហែលជាយើងគួរតែរុបផ្ទះនេះចោលទៅ ត្រូវហើយបំណុលត្រូវតែសងវាត្រឹមត្រូវហើយទៅ ឈប់ម៉ាក់មិនអីទេមានរឿងអ្វី វាអស់ពីប្រពន្ធរបស់ឯងនឹងហើយប្រពន្ធខ្ញុំបានលែងលេះជាមួយកូនប្រុសរបស់អ្នករួចហើយដូច្នេះខ្ញុំមកទីនេះជាពិសេសដើម្បីយកមកវិញនៅរបស់ខ្លះតែជារបស់ខ្ញុំ គុណយកមកមើលពួកគេជាអ្នកណា ខ្ញុំភ្លេចប្រាប់ឯងខ្ញុំខ្ចីលុយពីពួកគេដើម្បីទិញឡានប៉ុន្តែក្រដាសបំណុលគឺនៅក្នុងឈ្មោះរបស់ឯង អី ឯងជាស្រីខ្ជះខ្ជាយឯងជាមនុស្សចិញ្ចក់ឈាមកូនប្រុសការលែងលេះជាមួយនាងគឺជារឿងត្រឹមត្រូវហើយ ម៉ាក់ខ្ញុំសុំទោសខ្ញុំជាកូនមិនល្អខ្ញុំធ្វើឲ្យម៉ាក់ឈឺចាប់ ឈប់អូសពេលទៅសងលុយឥឡូវនេះទៅបើឯងមិនសងទេយើងនឹងរុបផ្ទះឯងចោលគ្រាន់តែ200,000ទេមែនទេ ខ្ញុំនឹងផ្ទេរឲ្យអ្នកឥឡូវនេះ បានទទួល200,000ដុល្លារ ឆ្លាតណាស់ប្រុសទៅ អ្នកអេបបានការនេះពិតជាមានលុយឥឡូវនេះមើលទៅ អ្នកទាំងអស់គ្នាកុំបង្ហាញមុខនៅផ្ទះខ្ញុំទៀតសោះ Center អូសៀនចេនឯងពិតជាហ៊ានលាក់លុយកំបាំងមែន សម្លាញ់នេះជាអតីតប្តីឥតបានការរបស់ឯងមែនទេអ្នកនេះទេ ខេនចាប់ពីពេលនេះទៅខ្ញុំជារបស់អ្នក សម្លាញ់ខ្ញុំប្រកាសជាថែរក្សាអូនយ៉ាងល្អ ឈប់ទៅ Seri មានន័យដូចចម្ដេចគាត់ជាអ្នកណា នេះគឺខេនឌួនជាកូនប្រុសច្បងរបស់គ្រួសារឌួនខេនឌួនខ្ញុំបានណែនាំសេរីឲ្យស្គាល់គាត់ ដូច្នេះអ្នកទាំងពីរបាននៅជាមួយគ្នាតាំងពីដើមមកមែនទេ ប្រុសដូចឯងគិតថាសេរីនឹងស្ដាយក្រោយទេចាប់ពីពេលនេះទៅសេរីនឹងរស់នៅក្នុងជីវិតដ៏ប្រណិតសៀនចេនអ្នកធ្លាប់ល្អជាមួយខ្ញុំប៉ុន្តែមានតែខេនដែលអាចផ្ដល់ឲ្យខ្ញុំនៅអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាន គ្រាន់តែកុំស្ដាយក្រោយឲ្យសោះ ឯងគិតថាឯងជាអ្នកណាប្រហែលជាថ្ងៃណាមួយឯងនឹងនៅតាមផ្លូវឬសម្រាម សំឡាញ់យើងទៅផ្ទះវិញទៅ ទៅ ខ្ញុំសៀនចេនស្ប៉ាត់នឹងមេឃខ្ញុំនឹងធ្វើឲ្យអ្នកលុតជង្គង់ហើយសុំការអភ័យទោសពីខ្ញុំ កូនឯងយកលុយទាំងអស់នេះពីណាមក ម៉ាក់កុំបារម្ភអីកូនម៉ាក់ឥឡូវនេះអាចរកលុយបានច្រើនសន្ធឹកសន្ធាប់ចាប់ពីពេលនេះទៅខ្ញុំនឹងទិញឲ្យម៉ាក់ផ្ទះធំមួយរាល់អាហារនៅផ្ទះនឹងមានមាន់ទាត្រីនិងសាច់នេះម៉ាក់យកទាំងនេះទៅយកទៅទុកក្នុងបន្ទប់របស់ម៉ាក់ខ្ញុំមានរឿងត្រូវធ្វើ អូខេម៉ាក់នឹងធ្វើម្ហូបឆ្ងាញ់ឲ្យឯង អូខេ នៅក្រោមទីធ្លីនេះអាចមានរបស់ល្អអ្វីទៅ
នេះជាអ្វីហេហេតុអ្វីគ្មានអក្សរនៅខាងក្នុងគ្មានអ្វីសរសេរទេ គម្ពីរអេតអក្សរទម្លាក់ឈាមដើម្បីកាន់កាប់តម្លៃអស់តម្លៃ អេតអាសាគម្ពីរតើខ្ញុំត្រូវទម្លាក់ឈាមមួយដំណាក់លើវាមែនទេនេះគឺវាជាសៀវភៅក្បាច់គុណខ្ញុំខ្លាំងម្ល៉េះហើយខ្ញុំពិតជាខ្លាំងឡើងមែនឥឡូវនេះខ្ញុំអាចចាប់ខេនឌូននឹងក្រុមរបស់គាត់ហើយវាពួកគេដូចឆ្កែតាមផែនទីកំណត់នៅក្នុងទីធ្លារបស់ខ្ញុំមានកំណត់លាក់ទុកសូមអរគុណដូនតាសម្រាប់ពរជ័យនេះគឺត្បូងកែវយីឡុង ត្បូងកែវយីឡុងពណ៌បៃតងអធិរាជថ្នាក់កម្ពុជា75គីឡូក្រាមតម្លៃមិនអាចកំណត់បាន ខ្ញុំតែងតែគេនិយាយថាត្បូងកែវធម្មជាតិថ្លៃខ្លាំងណាស់របស់នេះច្បាស់ជាថ្លៃណាស់ខ្ញុំត្រូវលក់វា អូកូនឯងទៅណា ទៅរកលុយ អ្នកមានឯងត្រឡប់មកញ៉ាំបាយវិញទេ អត់ អូយកូននេះលោកចេនលោកមកទៀតហើយ ខ្ញុំមានរបស់ល្អមើលបើអ្នកចង់បាន សូមថៅកែឈិនអ្នកនោះមកទៀតហើយ គាត់ណែណា នៅទីនោះ ចេនលើកនេះអ្នកមានរបស់ល្អអ្វីមកលក់ មើលទៅតើអ្នកទាំងអស់គ្នាទទួលយករបស់នេះទេ ដុំថ្មថ្លៃចឹងធំប៉ុណ្ណេះ ខ្ញុំជីកបានវានៅក្រៅផ្ទះរបស់ខ្ញុំគ្រាន់តែប្រាប់តម្លៃរបស់អ្នកមក ក្រោយតែរបស់ណា ចាស់ ខ្ញុំសំមើមុនសិន លោកស្រីឈិននេះមិនអាចជា គ្មានកំហុសទេនេះត្រូវបានគេស្គាល់ថាបៃតងរបស់បងសែនពីសដែលជាបៃតងអធិរាជ បៃតងអធិរាជធំប៉ុននេះ បៃតងអធិរាជឈ្មោះនោះស្ដាប់ទៅពិតជាអស្ចារ្យ
លោកចានថ្មបៃចុងរបបអ្នកនេះហ្វូនរបបវាល្អឥតខ្សាវាមានតម្លៃកណា អូ រូបរាងរបបវានឹងធ្វើឲ្យបងលំដាប់កម្ពស់ក្នុងទីផ្សារថយតម្លៃថ្មបៃចុងរបបអ្នកនេះជាកំណត់តែអាចទិញបានពីក្រុងជាច្រើន អូអញ្ចឹងតើអ្នកអាចប្រាប់ខ្ញុំបានទេតើវាមានតម្លៃប៉ុន្មាន សម្រាប់ថ្មបៃចុងនេះខ្ញុំនឹងផ្ដល់តម្លៃ$100 លានទេខ្ញុំនឹងផ្ដល់តម្លៃ$500 លាន អូតើវាពិតជាមានតម្លៃប៉ុណ្ណឹងមែនទេ គាត់មិនចាប់អារម្មណ៍ទេលោកចានតើអ្នកមិនពេញចិត្តមែនទេគ្រូសាឈិនយឹងអាចនាំអ្នកចូលសង្គមពួកហើយតលភាគហ៊ុនក្រុមហ៊ុនឲ្យណា អេរឿងមួយទៀតខ្ញុំមានខ្មាំងនឹងគ្រូសាឌូនតើអ្នកអាចជួយខ្ញុំក្នុងរឿងនោះបានទេ គ្រូសាឌួន ចាស់ គ្រាន់តែគ្រូសាអ្នកទៀតមួយប្រសិនបើគ្រូសាឈិនយឹងចង់កំចាត់ពួកគេវាដូចជាកំចាត់ស្រមុក ពិតទេ ពិតសៀន លោកស្រីឈិនត្រូវបានគេស្គាល់ថាជាមហាក្សត្រីទឹកកកបុរសដែលដេញតាមនាងតម្រង់ជួរនៅខាងក្រៅក្រុងហើយនាងពិតជាចែកចង់ជាមួយកំណាចម្នាក់នេះ ជួយ៉ាងណាគ្រូសាឈិនយឹងកំពុងរៀបចំកម្មវិធីដេញថ្លៃថ្មបៃចុងនេះយឹងនឹងзөвវីទៅដេញថ្លៃមិនថាវាលក់បានប៉ុន្មានទេលុយទាំងកោជារបស់ណា ដេញថ្លៃ យើងនឹងចូលតែថ្លៃសេវាកម្មចាត់ទុកថាវាយជាការបង្កើតមិត្តភាពតើអ្នកគិតយ៉ាងណា អញ្ចឹងបានសម្រេចហើយ នេះជាលិខិតអញ្ចឹងទុកវាឲ្យបានល្អ សូមអរគុណលោកឌួនដោយសារបានតាមលោកគុណបុរសសៀនចេននោះមិនដែលអាចមកក្នុងពិធីជប់លៀងថ្នាក់ខ្ពស់បែបនេះសរុបទៅវាសុទ្ធតែអរគុណដល់មិត្តសម្លាញ់របស់ខ្ញុំតែឥឡូវកំពុងនាំខ្ញុំពីភាពក្រីក្រទៅភាពមានជាការពិតហើយអ្វីគាត់នៅទីនេះទៅហេកន្លែងបែបនេះសម្រាប់អ្នកដូចអ្នកមកទេ អ្នកនឹងហើយ សៀនចេនតើអ្នកមិនអាចឈប់ធ្វើដូចអ្នកតាមលងហើយនៅតែរំខានខ្ញុំទៀត អ្នកទាំងអស់គ្នាឈួតហើយមែនទេខ្ញុំមកទីនេះសម្រាប់ការដេញថ្លៃយប់នេះ អ្នកខ្ញុំបានតាមលងអ្នកអស់5ឆ្នាំហើយអ្នកក្រលុយគ្មានសោះតើអ្នកមានរបស់ល្អអ្វីដែលអាចដេញថ្លៃនៅទីនេះ នេះគឺក្រុងចម្ប៉ាការដេញថ្លៃដ៏ផ្ដាច់មុខបំផុតអ្នកណាឲ្យអ្នកចូល លែងខ្ញុំទៅខ្ញុំមានលិខិតអញ្ជើញ សន្តិសុខមានរឿងអ្វីលោកឌួនអ្នកធ្វើការងារយ៉ាងម៉េចបោះអ្នកថ្នាក់ទាបនេះចេញទៅយកហ្វូម នេះជាលិខិតអញ្ជើញរបស់ខ្ញុំអ្នកគ្មានសិទ្ធិបណ្ដេញខ្ញុំចេញទេ នេះជាលិខិតអញ្ជើញរបស់គ្រូសាឈិនកម្រិតខ្ពស់បំផុតអ្វី គាត់ច្បាស់ជាលួចវាមកហើយប៉ូលីសហើយចាប់គាត់ អូខ្ញុំអត់ត្រាំនឹងអ្នកទៀតមិនបានទេ ឯងជាសត្វហ៊ានវាយខ្ញុំ ខ្ញុំត្រូវរើថ្ងៃមកវាយឯងទេ សៀនចេននាងជាមិត្តល្អបំផុតរបស់ខ្ញុំសូមទោសនាងឥឡូវនេះ អ្នកគ្មានសិទ្ធិបញ្ជាខ្ញុំទេ ឯងកូនមើលគាត់សម្លុតខ្ញុំ អាក្មេងអាក្រក់ឯងរករឿងវីមែនទេ អាចាញ់ហ៊ានវីខ្ញុំ អ្នកដែលក្រអឺតក្រទុំនិងកូនខូចគឺជាមនុស្សសត្វប្រយោជន៍ពិតប្រាកដ ខ្ញុំនឹងផ្ដួលឯង គឺ លោកឈិនកញ្ញាឈិនយូរហើយមិនបានជួបគ្នា កំពុងធ្វើអ្វី កញ្ញាឈិនបុរសនេះបានលួចលិខិតអញ្ជើញរបស់អ្នកខ្ញុំចាប់បានគាត់ផ្ទាល់ដៃ អញ្ចឹងមែនទេ នេះជាលិខិតអញ្ជើញកម្រិតកំពូលធ្វើម៉េចបានជាវាទៅដល់ដៃអ្នកខាងក្រៅលោកឈិនបុរសនេះគ្រាន់តែជាកម្មករសំណងធម្មតាគាត់ត្រូវតែទទួលទោសធ្ងន់ ខេនឌួន
ស្ដាយណាក់មានទំនាស់នឹងគាត់ទេ ពិតណាស់បរោះនេះមិនចេះល្អចេះអាក្រក់ទេគាត់តែងតែមករំខានខ្ញុំម្ដងហើយម្ដងទៀត អញ្ចឹងមែនទេ បាទ កញ្ញាឈិនបុរសនេះគាត់គ្មានប្រយោជន៍អ្វីសោះ អ្នកណាឲ្យសិទ្ធិអ្នកនិយាយនៅទីនេះ មើលទៅហាក់ដូចជាការផ្គប់គុណកូនស្រីគ្រូសាឈិនជាការត្រឹមត្រូវនាងពិតជាអស្ចារ្យមែន សូអ៊ីនេះគឺ គាត់គឺជាមេដែលខ្ញុំបានប្រាប់ណាក់ ឃើញហើយទៅជឿអ្នកគឺអ្នកពិតជាលោកចេនមែន សួស្ដីបាទខ្ញុំហើយ បេគ្រូសាឈិនពិតជាគួរសមនឹងគាត់ខ្លាំងណាស់ នេះមានរឿងអ្វី ប៉ាការដេញថ្លៃទៅចាប់តាមហើយ ខ្ញុំសូមខ្លួនជាមុនសិនខ្ញុំសូមជូនពរឲ្យអ្នកមានពេលវេលាល្អនៅរាត្រីនេះ អ្នកទៅចុះ ការដេញថ្លៃបានបញ្ចប់ដូច្នេះខ្ញុំនឹងដោះស្រាយពួកគេឲ្យណាក់ អូខេ សៀនចេងកុំគិតថាអ្នកអាចលួចចូលទៅក្នុងកន្លែងបានទេរឿងនេះមិនទាន់ចប់ទេក្រោយពីការដេញថ្លៃចប់គ្រូសាឈិនពិតជាមិនអត់ទោសឲ្យអ្នកឡើយ អញ្ចឹងខ្ញុំនឹងរងចាំ មានន័យយ៉ាងម៉េច កុំក្រអឺតពេកក្មេងអ្នកដូចជាស្លាប់ហើយ ច្បាស់ណាស់គ្រាន់តែរងចាំគ្រូសាឈិនមកយកសុទ្ធអ្នក ភាពអាម៉ាស់ដែលខ្ញុំបានរងពីមុនខ្ញុំនឹងធ្វើឲ្យអ្នកសំវិញ10 ដង ក៏លោកអូណាការដេញថ្លៃជិតចាប់តាមហើយយើងបានលុបចោលរាល់វត្តតាំងដើមទាំងដល់យប់នេះយើងនឹងដេញថ្លៃតែវត្ថុអាចកំបាំងមួយប៉ុណ្ណោះ អោព្រះឲ្យតើនោះជាត្បូងមរកអធិរាជមែនទេ មិនអាចទេធ្វើម៉េចអាចមានត្បូងមរកតធិរាជធំបែបនេះត្បូងនេះជាស្នាដៃដ៏អស្ចារ្យ នេះជាត្បូងដ៏ស្រស់ស្អាតបំផុតតែខ្ញុំធ្លាប់ឃើញក្នុងជីវិត ណាក់មើលមិនខុសទេវត្ថុដែលដាក់ដេញថ្លៃគឺដុំថ្មមរកតធិរិកយើងហៅវាថាបេះដូងអធិរិកបន្ទាប់ពីការវាតម្លៃដល់ក្រុមអ្នកជំនាញរបស់យើងវាជាត្បូងមរកផុតពូជតែមួយក៏ក្នុងពិភពលោកពូនរបស់វាបរិសុទ្ធណាស់ច្រើនណាស់ពីតែរហូតដល់ស្នូលមិនឃើញមានពណ៌ខុសគ្នាទេស្ទើរតែបៃតងទាំងស្រុងអ្នកអាចឃើញពណ៌ដ៏ស្រស់ស្អាតបំផុតតម្លៃចាប់តាមគឺ80លានការឡើងថ្លៃម្ដងត្រូវយ៉ាងហោចណាស់10លាន អូយគ្រាន់តែតម្លៃចាប់ផ្ដើមក៏80លាន នេះហើយជាពិភពអ្នកមានសៀនចេញអ្នកចាញ់នោះមិនដែលឃើញឈុតឆាកដ៏អស្ចារ្យបែបនេះ បើពួកគេដឹងថាត្បូងនេះជារបស់ខ្ញុំពួកគេនឹងមានប្រតិកម្មយ៉ាងណាគួរឲ្យស្ដាយសេរីយប់នេះឯងនឹងស្ដាយក្រោយ សេរីកុំខ្វល់ពីសៀនចេញអ្នកចាញ់នោះហ៊ានបោកបញ្ឆោតគ្រូសាឈិនវាស្លាប់ហើយ ចាប់ដើមដេញថ្លៃឥឡូវនេះ ខ្ញុំដេញថ្លៃ100លាន ខ្ញុំដេញថ្លៃ150លាន ខ្ញុំដេញថ្លៃ200លាន ខ្ញុំមានហើយខ្ញុំនឹងក្លាយជាអ្នកមានមែន ខ្ញុំដេញថ្លៃ430លាន ឯងឈួតហើយឬថ្មអននេះអាចលក់បានថ្លៃម្លេះមែន 430លានលើកទី ខ្ញុំដេញថ្លៃ800លានអ្នកទាំងអស់គ្នាសូមជួយខ្ញុំផងឈប់ដេញថ្លៃលោកកៅជាអ្នកមានបំផុតក្នុងក្រុងចម្ប៉ា បេះដូងអធិរាជពិតជារបស់គាត់ 1មានអ្នកណាដេញថ្លៃទៀតទេ800លានលើកទី1 800លានលើកទី2សូមអរសាទរលោកកៅដែលបានឈ្នះបេះដូងអធិរាជលក់បានក្នុងតម្លៃកំណត់ត្រា800លាន សូមអរគុណអ្នកទាំងអស់ដែលមានចិត្តទូលាយមិនដែលឃើញថ្មលក់បានតម្លៃពូបែបនេះ អ្នកមានគឺអីចឹងសេរីអ្នកនៅជាមួយគុណថ្ងៃណាមួយអ្នកនឹងមានលុយដូចនេះដែរ បន្ទាប់ទៀតយើងសូមអញ្ជើញចាស់នៃបេះដូងអធិរាជនៅកាន់កាប់លោកសៀនចេនសូមអញ្ជើញឡើងខា អ្នកនេះជានរណា គាត់ជាម្ចាស់បេះដូងអធិរាជ ម្ចាស់បេះដូងអធិរាជគឺសៀនចេញ អបអរសាទរ តើរឿងនោះអាចកើតឡើងយ៉ាងដូចម្ដេច សៀនចេញតើអ្នកអាចឈប់ធ្វើដូចជាមនុស្សតាមដានទិញតាមខ្ញុំ តើអ្នកទាំងអស់គ្នាឈួតទេខ្ញុំមកទីនេះសម្រាប់ការដេញថ្លៃយប់នេះ តើរបស់នេះពិតជាអាចជារបស់គាត់មែនទេមិនអាចទៅរួចទេគាត់ធ្លាប់ទិញកាបូបឲ្យខ្ញុំហើយត្រូវសន្សំលុយយូររបស់អ្នកនេះបេះដូងអធិរាជត្រូវតែជារបស់លួចអ្នកទាំងអស់គ្នាបុរសម្នាក់នេះ
គ្រាន់តែជាអ្នកស្រុកក្រីក្រម្ដាយរបស់គាត់រកស៊ីដោយរើសសម្រាមតើគាត់អាចមានបេះដូងអធិរាជទំនិញលួចហើយគាត់នៅតែហ៊ានធ្វើជាអ្នកធំនៅទីនេះ ម្ដាយខ្ញុំរើសឯកចាយប៉ុន្តែគាត់មិនដែលលួចឬប្លន់ទេហ៊ាននិយាយបង្កាច់ខ្ញុំ មនុស្សថ្នាក់ទាបនឹងតែងតែមានចិត្តលួចម្ដាយអ្នកជាមនុស្សក្រីក្រហើយអ្នកក៏មិនល្អដែរ អ្នកចូលចិត្តនិយាយបង្កាច់ណាស់មែនទេ ត្រូវហើយអ្នកទាំងអស់គ្នាកុំចាញ់បោកគាត់ជាមួយនឹងរូបរាងក្រីក្ររបស់គាត់តើគាត់អាចមានត្បូងបៃតងអធិរាជយ៉ាងដូចម្ដេចអាយ៉ៃ គុណ មែនអ្នកវីខ្ញុំអាចោថោកទាប អ្នកតើអ្នកគិតថាអ្នកកំពុងធ្វើអ្វី ពួកអ្នកអាចគ្មានម្ដាយថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកពីការគួរសម មុខខ្ញុំសៀនអ្នកទៅឆ្ងាយពេកហើយ ហ៊ានវីអ្នកដតីនៅក្នុងព្រឹត្តិការណ៍បែបនេះអ្នកពិតជាមនុស្សអាក្រក់មែនគ្មានសុជីវធម៌សោះ ដូចដែលខ្ញុំគិតមកពីកន្លែងអាក្រក់គ្មានសតិសម្បជញ្ញៈទេ នេះជាការអាម៉ាស់ទាំងស្រុង គាត់កំពុងបញ្ចេញកំហឹងព្រោះគាត់ខ្មាស់គេអ្នករាល់គ្នាឃើញទេ អ្នកណាវាអ្នកណាពិនិត្យឲ្យកាមេរ៉ាមើលខ្ញុំប្រើដៃមួយណា អ្នកវាអ្នកដតីហើយមិនទទួលស្គាល់ទេសៀនគ្រប់គ្រាន់ហើយ សេរីអ្នកទៅផ្ទះជាមួយអ្នកដែលមានលុយ អ្នក អ្នកគិតថាអ្នកមានសិទ្ធិនិយាយទេអ្នកអីនិយាយមកដូច្នេះបើគាត់ប្រាប់អ្នកស៊ីលីមកតើអ្នកក៏ប្រញាប់ទទួលយកដែរឬ អ្នក អ្នកហ៊ានហៅខ្ញុំថាឡាមកទេខ្ញុំ ខុនគាត់ធ្វើឲ្យមុខខ្ញុំខូចបែបនេះសូមឲ្យខ្ញុំដោះស្រាយជាមួយគាត់ ស៊ីនិយាយកុហកនៅទីនេះទេបង្កើតបង្ខូចលោកចានខ្ញុំគិតថាណោះចង់ស្លាប់ អ្នកស្រីឈិនកុំជឿអ្នកចាញ់ម្នាក់នេះគាត់កំពុងនិយាយកុហកទាំងអស់ មកវីនាងមួយរៃត្រឺ ទេសូមកុំអ្នកស្រីឈិនអភ័យទោសឲ្យខ្ញុំផងខ្ញុំខុសហើយ អរគុណ កុំឲ្យខ្ញុំឃើញណានៅក្រុមចម្រាទៀតអូស្នឹងចេញទៅ បាទ ហើយណាទាំងពីរ យើងមិនហ៊ានទេយើងមិនហ៊ានទេ ទេ គ្រប់គ្រាន់ហើយសូអ៊ីថ្ងៃនេះខ្ញុំមានសេចក្តីប្រកាសមួយចង់ធ្វើហេ បាទ ថ្ងៃនេះបេះដូងនៃអធិរាជគ្រាន់តែជាអាហារសម្រន់ប៉ុណ្ណោះបន្ទាប់ខ្ញុំប្រកាសអ្វីដែលសំខាន់ជាងនេះនឹងប្រព្រឹត្តទៅនៅទីនេះដើម្បីស្វែងរកកូនប្រសាដើម្បីក្លាយជាអ្នកស្នងតំណែងរបស់ក្រុមហ៊ុនឈិន គ្រប់គ្រងក្រុមហ៊ុនឈិនអ្នកណានឹងមានសំណាងបែបនេះខ្ញុំមានត្រឹមត្រូវមែនទេ ទេបាទ បាទ ខ្ញុំសូមទោសចំពោះភាពឆ្គាំឆ្គងនេះខ្ញុំមានសុខភាពមិនល្អអស់រយៈពេលជាច្រើនឆ្នាំមកហើយអ្វីដែលខ្ញុំមិនអាចបោះបង់ចោលបានគឺការរៀបការរបស់សូអ៊ីខ្ញុំដឹងអ្នកទាំងអស់គ្នាដែលមកទីនេះថ្ងៃនេះគឺជាវរជននៃក្រុងចម្ប៉ាដូច្នេះអ្នកណាចង់រៀបការជាមួយកូនស្រីខ្ញុំ គុណអ្នក សូអ៊ីសុភាពបរោះទាំងនេះសុទ្ធតែជាមនុស្សពូកែនៅក្រុងចម្ប៉ារើសម្នាក់ បាទខ្ញុំមិនចូលចិត្តពួកគេទេ ខ្ញុំនៅសល់ពេលតិចតួចណាស់ថ្ងៃនេះកូនត្រូវតែជ្រើសរើសម្នាក់ប៉ាធ្វើបែបនេះដើម្បីផលប្រយោជន៍របស់កូន ខ្ញុំជឿ ខ្ញុំជឿរើសគាត់សៀនចិន អ្នករើខ្ញុំហេតុអ្វីបានជាអញ្ចឹង មិនក៏នាងអាចចាប់អារម្មណ៍នឹងបុរសក្រីក្រដូចអ្នក សូអ៊ីកូនប្រកាសថាចង់ជ្រើសរើសគាត់មែនទេ បាទខ្ញុំសម្រេចចិត្តលើគាត់ហើយ ហេកញ្ញាឈិនអ្នកបានគិតពិចារណាច្បាស់ហើយឬណាខ្ញុំទើបតែលែងឡាស់ ប្រពន្ធទីមួយធ្វើការលំបាកខ្ញុំបានផលខ្ញុំចូលចិត្តបុរសដែលធ្លាប់រៀបការមកហើយបុរសស្លែងឡាយគ្នាចេះតែរសាស្ត្រីដូច្នេះលោកចាន់លោកមិនចូលចិត្តខ្ញុំទេ ខ្ញុំមិនមានន័យអញ្ចឹងទេ កូនសម្លាញ់ការរៀបការគឺជារឿងធំ
កូនត្រូវគិតឲ្យបានច្បាស់លាស់សិន បាខ្ញុំជ្រើសរើសគាត់ អញ្ចឹងបានដូច្នេះគ្រូសាឈិននឹងទទួលគាត់ជាកូនប្រសារខ្ញុំប្រកាសសៀនចេងជាកូនប្រសារនាពេលអនាគតរបស់គ្រូសាឈិន មិនក៏កើតឡើងបែបនេះ ទៅយើងមិនគួរនៅទីនេះយូរទេចាំអ្វីទៀតទៅ សូមជួបខ្ញុំដែរកើតសូមភ្លើអរគុណសង្ឃឹមថាខ្ញុំមិនបានបំភ័យណាស់ទេ មិនអីទេអរគុណកញ្ញាឈិនដែលជួយខ្ញុំចេញពីរឿងនោះ ហេតុអ្វីនៅតែហៅខ្ញុំថាកញ្ញាឈិនទៀតហើយខ្ញុំថាប្រពន្ធណាស់ទៅហេតុអ្វីបានជាអ្នកបែកញើសច្រើនម្ល៉េះ ខ្ញុំនាងក្រអូបឈ្ងុយណាស់អ្នកជាគូដណ្ដឹងរបស់ខ្ញុំរួចទៅហើយអ្នកនៅតែខ្មាស់អ៊ីនដដែល Super អ្នកណាខ្មាស់អូត្រូវហើយដោយសារយើងនឹងរៀបការនៅថ្ងៃស្អែកទូទៅទិនវិល័យមើលទន្លេធ្វើជីបតែរត់នៅរបស់យើង វិល័យមើលទន្លេនោះច្បាស់ជាថ្លៃឈ្គួតណាស់ គ្រាន់តែរាប់សិបលានប៉ុណ្ណោះខ្ញុំនឹងចេញលុយអស់ អ្នកមានលុយពិតជានិយាយត្រង់មែនហើម អ្នកមកហើយ អ្នកនៅទីនេះឬ ពីមុនធ្វើការជួល ឥឡូវណាជាមិត្តប្រុសរបស់ខ្ញុំរស់នៅទីនេះគេនឹងគិតថាខ្ញុំធ្វើបាបណាស់មកខ្ញុំនាំអ្នកទៅទិញតែប្រនីតមាត់ទន្លេទៅយើង អញ្ចឹងខ្ញុំមិនស្ទាក់ស្ទើរទេ ឡាន ខ្ញុំមានរឿងបន្ទាន់ត្រូវដោះស្រាយចូលទៅគ្រាន់តែនិយាយអ្នកមកទិញតែប្រនីតចនលើមាត់ទន្លេហើយខ្ញុំនឹងមកបងលុយ អូខេ អ្នកស្រុកនេះមកពីណាចេញទៅ ខ្ញុំមកទិញផ្ទះល្វែងជន់លើមាត់ទន្លេ អូនេះមិនមែនជាអ្នកប្រមូលសម្រាមទេសៀនចេនម៉េចគេបណ្ដេញអ្នកចេញពីការដ្ឋានសំណង់មកទីនេះអាស្រ័យម៉ាស៊ីនត្រជាក់ ខ្ញុំចង់ជួបអ្នកគ្រប់គ្រងរបស់អ្នក អ្នកគ្រប់គ្រងរបស់យើងអ្នកគិតថាអ្នកសមចេញពីទីនេះភ្លាម មានរឿងអ្វី អ្នកគ្រប់គ្រងគាត់គ្រាន់តែជាកម្មករចំណាក់ស្រុកមកធ្វើជាអ្នកមានហើយអាស្រ័យម៉ាស៊ីនត្រជាក់ ខ្ញុំបានប្រាប់អ្នកហើយខ្ញុំមកទិញផ្ទះ ផ្ទះយើងនៅទីនេះថោកបំផុតចាប់ផ្ដើមពី1លានឡើងទៅអ្នកអាចទិញបានចេញពីទីនេះទៅ នេះជារបៀបដែលអ្នកប្រព្រឹត្តចំពោះអតិថិជន បាត់ទៅបើអ្នកនៅតែដើរលេងនៅទីនេះខ្ញុំនឹងឲ្យសន្តិសុខបំបាក់ជើងអ្នកសន្តិសុខអូអ្នកចាញ់នេះចេញពីទីនេះ លែងខ្ញុំ អ្នកហ៊ានប៉ាប្រឹសរបស់ខ្ញុំ កញ្ញាឈិនអ្វីដែលនាំអ្នកមកទីនេះ ចេញពីផ្លូវខ្ញុំទៅអ្នកធ្វើបែបនេះចំពោះអតិថិជនរបស់អ្នកមែនទេ កញ្ញាឈិនវាជាការយល់ច្រឡំទាំងអស់ កញ្ញាឈិន
ខ្ញុំខ្វាក់ភ្នែកខ្ញុំមិនដឹងថាគាត់នៅជាមួយអ្នក ខ្ញុំទើបតែអ្នកនិយាយថាអ្នកនឹងបាក់ជើងគាត់ កញ្ញាឈិនខ្ញុំមើលងាយអ្នកខ្ញុំមិនគួរមើលងាយអ្នកណាម្នាក់ឡើយខ្ញុំសុំទោសកញ្ញាឈិនខ្ញុំសុំទោស កញ្ញាឈិនខ្ញុំមានគ្រួសារត្រូវចិញ្ចឹមខ្ញុំមិនអាចបាត់បង់ការងារនេះបានទេលោកជេងវាជាកំហុសរបស់ខ្ញុំទាំងអស់សូមអត់ទោសឲ្យខ្ញុំផងសូមលោកជេង នៅពេលដែលអ្នកមើលងាយអ្នកដទៃតើអ្នកធ្លាប់គិតទេថាអ្នកនឹងបញ្ចប់ដូចនេះ កុំខឹងខ្ញុំនឹងដោះស្រាយវា ហេអ្នកពិតជាធ្វើឲ្យកញ្ញាច្បងនៃគ្រួសារឈិនខឹងមែនហើយស្អែកកុំមកធ្វើការទៀតឡើយ ខ្ញុំនឹងកាត់គេឲ្យទៅរកតែល្អជាងនេះរឿងទាំងនេះកុំបារម្ភពីហឹម តើ ហឹម កញ្ញាឈិន លើកនេះអ្នកពិតជាធ្វើឲ្យខ្ញុំវិនាសអស់ហើយស្អែកកុំមកធ្វើការទៀតឡើយ ចៅហ្វាយនេះមិនយុត្តិធម៌ទេសៀនចេនអាចចូលជាមួយគ្រួសារឈិនដោយរបៀបណា ខ្ញុំសំទោសអ្នកជួបរឿងមិនល្អ មិនអីទេរឿងបែបនេះខ្ញុំធ្លាប់ឃើញពីមុនមកហើយខ្ញុំមានអារម្មណ៍ឃើញចិត្តអ្នកសម្លាប់ សៀនចេនសូអ៊ីឈិនជីវិតរបស់អ្នកត្រូវបានទិញជាមួយប្រាក់$80 លានស្លាប់ទៅគោលដៅត្រូវបានលុបបំបាត់ចប់ មានរឿងអ្វី មិនល្អទេ ហេតុអ្វីបានជាអ្នកស្រាប់តែខ្ញុំនៅចំពោះមកគេទាំងកោគួរឲ្យអ៊ីណា កញ្ញាឈិនមានគេតាមយើង អ្វី នេះមិនអាចទៅរួចអ្នកណាវាឆ្មក់ខ្ញុំពួកគេនៅរស់ទៀតខ្ញុំមិនជឿរាល់ដងពួកគេពិតជាសំណាងណាស់ អ្នកណាមានដេញតាមយើងអ្នកមើលខុសើ កាន់ឲ្យជាប់តើ កាបូបខ្ញុំ ចាំនៅទីនេះ ពួកគេនៅណា ខ្ញុំនៅពីក្រោយអ្នកកុំរានៅស្ងៀមកុំរានិយាយមកអ្នកណាបញ្ជូនអ្នកមក ទៅចោះបាញ់មកខ្ញុំស្លាប់ទៅល្អជាងប្រាប់អ្នក ខ្ញុំគ្មានកាំភ្លើងទេ អ្នកកំពុងលេងខ្ញុំមែនទេ រករបស់នេះមែនទេ គាត់យកទៅនៅពេលណា អូឆោងមិនដល់ឯស្រីស្អាតរៀងស្អាត អាប្រហើន ជើងស្អាតក៏មិនអាក្រក់ដែរ អ្នកកំពុងរករឿងអ្នកជាអ្នកណាទៅ ឯក្នុងនាមជាគោលដៅធ្វើខេតអ្នកគួរតែស្គាល់ខ្ញុំទាំងអស់មែនទេតែអ្នកណាបញ្ជូនអ្នកមក ច្បាប់ទី1របស់អន្តរខ្មៅហាមដាច់ខាតការលាតត្រដាងព័ត៌មានអតិថិជន អូអន្ត្រីខ្មៅសំណាងអស់សំណាងអាក្រក់មកសំណាងអាក្រក់វាសនាខលខើជាប់អន្ទាក់ អ្នកធ្វើអ្វីដាក់ខ្ញុំ គ្មានអ្វីទេខ្ញុំគ្រាន់តែដាក់មិនសំណាងអាក្រក់ដើម្បីដាក់ទូអ្នកថ្ងៃនេះអ្នកនឹងជួបសំណាងអាក្រក់ពេញមួយថ្ងៃ អ្នកថាអីខ្ញុំខំអណ្ដាតសំណាងអាក្រក់ណាស់ ធ្វើខ្លួនល្អសំណាងអាក្រក់នឹងកន្លងផុតទៅ សៀនចេនខ្ញុំនឹងសម្លាប់អ្នកសៀនចេនខ្ញុំនឹងសម្លាប់អ្នក មិនបានអ្នកនៅល្អម្លេះខ្ញុំតែខ្ញុំ អីស្រីស្អាតតូចអ្នកគួរតែរកកន្លែងមានសុវត្ថិភាពដើម្បីជ្រកព្យួរសង្ឃឹមថាអ្នកមានជីវិតលំបាកជួបគ្នាពេលក្រោយ អ្នកមិនអីទេ
ការបូបញាក់ អូហើយខ្ញុំមើលនៅអូប៊ូស្តេ ខ្ញុំមិនអីទេមនុស្សម្នាក់ពីឥន្ទ្រីខ្មែរ អិនត្រីខ្មែរ អ្នកដឹងទេ ពួកគេគឺជាអង្គការឃាតករដ៏សាហាវបំផុតនៅក្នុងពិភពលោកអ្នកណាដែលពួកគេកំណត់គោលដៅគឺស្មើនឹងស្លាប់ កុំខ្លាចស្ងប់ស្ងាត់ខ្ញុំនៅទីនេះពួកគេនឹងមិនប៉ះពាល់អ្នកទេ មើលទៅដូចជាខ្ញុំត្រូវការជួលអង្គរស្ដៅខ្លាំងមួយចំនួន ទៅណា មានរៀងកើតឡើងនៅក្រុមហ៊ុនខ្ញុំត្រូវត្រឡប់ទៅវិញ អូខេ ណាពិតជាមិនចង់ឡើងទៅជាមួយខ្ញុំទេ ខ្ញុំមិនទៅល្អជាងខ្ញុំគ្រាន់តែរំខានអ្នកទេ អញកំទៅហាងកាហ្វេនៅជាន់លើហើយចាំខ្ញុំ អរគុណសម្លាញ់ អ្នកស្រីឈិនក្រុមប្រឹក្សាភិបាលកំពុងតែចលាចល យើងទៅ សូមអបអរសាទរម្ចាស់ក្នុងរយៈចម្ងាយ100ម៉ែត្រកំណប់មួយបានលេចឡើង ទីតាំងកំណត់ថ្មីនៅក្រោមអគារក្រុមហ៊ុនឈិនដោយដែលបានរំពឹងទុកនេះគួរតែជាកន្លែងនេះតាមផែនទីកំណត់វានៅកន្លែងចិត្តឡាននេះនៅទីនេះហើយប៉ុន្តែកម្រាលបេតុងនេះតើខ្ញុំត្រូវជីកយ៉ាងម៉េចចំពោះមួយនៃសិភៅគ្មានពាក្យហាក់ដូចជានិយាយអំពី telekinesis រកឃើញហើយមេឃនឹងដីជាតិដីវិញ្ញាណដឹកនាំថាមពលច្បាប់ស្ដាប់បង្គាប់ telekinesis ចូលទៅក្នុងបាតដៃខ្ញុំយកនេះគឺ វាទៅអ្នកបាត់ដោយសារតែណាក្រុមហ៊ុនបានទទួលរងការខូចខាតដែលមិនអាចជួសជុលបាន រើចេញ ហេតុអ្វីខ្ញុំត្រូវរើចេញឯណា អ្នកគ្រប់គ្រងឈិននេះជាកៅអីរបស់នាយកប្រតិបត្តិឈិន ណាទាំងអស់គ្នាសំជួខ្ញុំមកជឿ So it ដោយសារតែការធ្វើប្រហែសដល់ទំនើបក្នុងការងាររបស់ណាការបញ្ជីទិញ$1000 លានរបស់ក្រុមហ៊ុនបានរងការខាតបង់តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាបបាលមានប្រសិទ្ធភាពភ្លាមអ្នកត្រូវបានដាក់ចេញពីតំណែងជាប្រធានក្រុមប្រឹក្សាបបាលបានសម្រេចអ្នកលែងមានសមត្ថភាពបម្រើការជាប្រធានទៀតហើយ ខ្ញុំក៏មានសមត្ថភាពណាស់ទេ អ្នកជាអ្នកទួលបន្ទុករឿងនេះផលិតផលកែសម្បត្តិប្រចាំឆ្នាំទ្រូនទទួលបានការឆ្លើយតបវិជ្ជមានយ៉ាងខ្លាំងពីទីផ្សារវាបង្កឲ្យមានការវាយដល់ទំពីអតិថិជនប៉ុន្មានថ្ងៃនេះទូរស័ព្ទរបស់នាយកដ្ឋានច្បាប់បានរកទិញបញ្ឈប់យើងផ្ដល់ឲ្យអ្នក3ថ្ងៃបន្ទាប់ពី3ថ្ងៃប្រសិនបើអ្នកនៅតែរកមិនឃើញដំណោះស្រាយនោះអ្នកគួរតែលាលែងពីតំណែង សូអ៊ីបានចាប់ផ្ដើមធ្វើសកម្មភាពហើយមិនយូរប៉ុន្មានមុនពេលប្រធានក្រុមហ៊ុនឈិនផ្លាស់ប្ដូរដៃ ប្រធានឈិនក្រុមប្រឹក្សាភិបាលកំពុងតែវឹកវរ ទេ តើនេះពិតទេយ៉ានឈិនចាស់ឆ្លាតនោះបានកែប្រែទិន្នន័យផលិតផលជាមុនហើយបានខុបខិតជាមួយនាយកទាំងអស់ដើម្បីបង្ខំឲ្យសូអ៊ីចុះចេញពីតំណែងនៅថ្ងៃនេះលេងអាក្រក់អញ្ចឹងច្បាស់ណាស់អ្នកក៏គួរតែជ្រើសរើសភីគីដែរ
យើងគ្រាន់តែរងចាំការឡើងតំណែងនិងទ្រព្យសម្បត្តិរបស់យើងប៉ុណ្ណោះមើលមកខ្ញុំធ្វើអ្វី ខ្ញុំមើលអ្នកអញ្ចឹងឯងនិយាយមកសូអ៊ីជានរណាហើយតើផែនការរបស់នាងជាអ្វី អ្នកអាចសម្លាប់ខ្ញុំបានខ្ញុំនឹងមិនក្បត់សូអ៊ីទេ មិននិយាយទេមែនទេតើយ៉ានឈិនជាមនុស្សមួយណាចេញពីទីនេះលើនេះតើមួយណាជាយ៉ានឈិនចេញមកក្រៅ តើគាត់ធ្វើអ្វីនៅទីនេះ អូទេតើពួកគេត្រូវគេចាប់បានដោយរបៀបណា តើនេះជាអ្វី ជួបកូនឯបកូនបង្គោលពីរ3នាក់នៅតាមផ្លូវបានដោះស្រាយពួកគេឲ្យអ្នកហើយក ូនអែបកូនបង្គោល លោកឈិនពួកគេទាំងអស់ជាកូនដៃដ៏សំខាន់របស់អ្នកគ្រប់គ្រងឈិន ខ្ញុំបានអ្នកចង់ឲ្យប្រធានឈិនរបស់យើងឈប់ធ្វើជាសៀវមែនទេ ណាំមកពីនាយកដ្ឋានណា មិនមែនជារឿងរបស់អ្នកទេអញ្ចឹងជាអ្នកមែនខ្លាញ់បន្លំទិនណៃហើយឥឡូវអ្នកហ៊ានញុះញង់ពូភីខូនិកដើម្បីធ្វើឲ្យប្រធានឈិនរបស់យើងចុះខ្សោយ ពូពិតជាអ្នកមែន សូអ៊ីគុំស្ដាប់សម្ដីនៃរបបមនុស្សម្នាក់នេះមិនអីទេ អ្នកថែមទាំងចោតប្រកាន់ក្មួយស្រីរបស់អ្នកទៀតទៅអ្នកតែងតែប្រើល្បិចខ្វាក់មកទីនេះ តើអ្នកកំពុងធ្វើអ្វីតើអ្នកកំពុងធ្វើអ្វីតើអ្នកគិតថាអ្នកកំពុងធ្វើអ្វីតើនិយាយគ្នាដោយរយៈតើនិយាយគ្នា ពូហេតុអ្វីបានជាអ្នកធ្វើបែបនេះ សូអ៊ីគុំស្ដាប់សម្ដីប្រយោជន៍របស់គាត់អ្នកមានប្រស្ដានអ្វីគាត់គ្រាន់តែចោទប្រកាន់ដោយគ្មានមូលដ្ឋាន នេះមិនមែនជាស្តាមផ្ទាល់ភ្នែកទេមានការជំទាស់ទេ កញ្ជ្រោងចាស់យ៉ានឈិនបានក្លែងបន្លំទិន្នន័យផលិតផលជាមុនបានខុបខិតជាមួយសមាជិកក្រុមប្រឹក្សាទាំងអស់ហើយកំពុងបង្ខំសូអ៊ីឲ្យចេញនៅថ្ងៃនេះលេងយកខ្វះអីចឹងមែនជ្រើសរើសខាងអ្នកយើងនឹងបានដំឡើងឋានៈហើយក្លាយជាអ្នកមាន យកទេអ្នកខ្លងឬអ្វីអ្នកណាទៀតមានបញ្ហាទេទៅពិនិត្យឲ្យកាមេរ៉ាចន្តាយើងដែលខ្លួនឯង ហើយក្រុមស៊ើបអង្កេតចុះធ្វើការតាមដានរាល់ជនសង្ស័យកុំខកខានអ្វីទាំងដង បាទ សូអ៊ីនេះសុទ្ធតែជាការយល់ច្រឡំជាការយល់ច្រឡំទាំងស្រុង យ៉ានឈិនខ្ញុំបណ្ដេញអ្នកចេញ ទេសូអ៊ីសុំ អ្នកបានក្លែងបន្លំទិន្នន័យហើយបង្ខំរឿងវឹកវឺទិមលុយទាំងអស់នោះអ្នកត្រូវសងវិញ សុំក្រែនតែដើម្បីគ្រួសារ អររយៈពេលជាច្រើនឆ្នាំមកនេះអ្នកបានក្លែងបន្លំគ្នាកេងប្រវ័ញ្ចនិងស៊ីសំណូកអ្នកគិតថាខ្ញុំមិនដឹងទេលុយនោះអ្នកត្រូវសញ្ជេងរាល់មួយសេនហើយអ្នកអាចជាអ្នកណាដែលចង់ទៅជាមួយគាត់ខ្ញុំនឹងបណ្ដេញអ្នកទាំងដសេងស្មងនំគាត់ចេញទៅ សូអ៊ីពូលបនអ្នកដឹងថាខ្លួនខុសសូអ៊ីអ្នកមិនអាចធ្វើឲ្យចិនចំពោះពូលបនអ្នកបានទេសូអ៊ីអ្នកមិនអាចធ្វើបែបនេះចំពោះពូលបនអ្នកទេ អ្នកទាំងអស់គ្នារយៈពេល72ម៉ោងបន្ទាប់គឺជាពេលវេលាដ៏សំខាន់សម្រាប់កេរ្តិ៍ឈ្មោះរបស់ម៉ាក់យឺងអ្នកទាំងអស់គ្នាមានគំនិតល្អអ្វីខ្លះទេ ប្រធានឈិននេះគឺហួសពីសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បីចេញពីភាពរញ៉េរញ៉ៃនេះវាពិបាកណាស់ ខ្ញុំមិនដែលគិតថាកំណប់ដែលខ្ញុំទើបតែជីកបានខ្ញុំមិនដែលគិតខ្ញុំទើបតែញ៉ាំអាចជួយសូអ៊ីបានច្រើនសូអ៊ីខ្ញុំអាចជួយអ្នកបាន អ្នកត្រឡប់ទៅមុនសិនចាំខ្ញុំធ្វើជិះសិនរួចខ្ញុំនឹងរកណាប់ នេះគឺជាថ្នាំគ្រាប់សម្រាប់វានឹងប្រកាសជាជួយអ្នកដោះស្រាយបញ្ហានេះគឺជាអ្វីដែលអាចធ្វើឲ្យមនុស្សនៅក្មេងជារៀងរហូតថ្នាំគ្រាប់សម្រាប់លេបវាទៅនេះគឺគួរឲ្យស្ដាយខ្ញុំសង្ហាលមុំហើយមិនអាចកាត់ថ្លៃបានក្របតែមួយអាចធ្វើឲ្យអ្នកផ្លាស់ប្ដូរជោគវាសនារបស់អ្នកបង្កើតឡើងវិញមុខអមតៈដ៏ល្អឥតខ្ចោះ សៀននេះជាពេលវេលាពិតប្រាកដមែនទេអ្នកនៅតែនិយាយលេងជាទឿ តើខ្ញុំហាក់ដូចជានិយាយលេងទេសាក់លបងមើលទៅដឹងហឹមអ្នកគឺអ្នកនេះហើយ ខ្ញុំទេអ្នកស្រីឈិនអាណិតផងខ្ញុំមិនសមនឹងស្លាប់ទេ នេះតើនេះនឹងដំណើរការទេគ្មាននរណាស្លាប់ទេមែនទេ សៀន
គ្មាននរណាត្រូវគេសម្លាប់ទេមែនទេ កុំប្រញាប់មើលនេះវាយ នេះតែមានរឿងអ្វីកើតឡើង ខ្ញុំពិតជាក្មេងជាងមុននេះថ្នាំអច្ឆរិយៈអ្វីនេះ អញ្ចឹងឥឡូវអ្នកជួយខ្ញុំហើយមែនទេ សៀនឆ្នាំសម្រាប់របស់អ្នកនេះមកពីណាតើអ្នកនៅមានទេទេ មានតែមួយគ្រាប់នេះទេប៉ុន្តែអ្នកអាចយករូបមន្តរបស់ខ្ញុំទៅផលិតបាននោះនឹងដោះស្រាយបញ្ហារបស់អ្នក រូបមន្ត អ្នកយករូបមន្តរបស់ខ្ញុំទៅខ្ញុំគ្រាន់តែចង់បានប្រាក់ចំណេញពាក់កណ្ដាលប៉ុណ្ណោះ ប្រកាសទេ យកទៅចុះណាយើងស្និទ្ធនឹងគ្នាណាស់កុំធ្វើជាផ្លូវការពេក បន្ទាប់ពីវីគុកជ័យខ្ញុំប្រកាសជាសង្គមអ្នកវិនបានល្អ មើល ក្នុងខែដំបូងយើងលោកបានមួយសែនគ្រឿងការលុះសរុបលើសពី 1000 លានឆ្នាំសម្រាប់បានបង្កើតចរិយាក្នុងអាជីវកម្មបន្ទាប់សូមស្វាគមន៍ស្ថាបនិកនៃនាមសម្រាប់សៀនចេន សៀនអូគុន សៀវមហាក្សត្រីទឹកកកពិតជាផ្ដួចផ្ដើមថាគាត់មែនតើពួកគេមានទំនាក់ទំនងអ្វីគ្នា ណាទាំងអស់គ្នាក្នុងឱកាសនេះខ្ញុំចង់ប្រកាសដំណឹងល្អខ្លះលោកចេនគឺជាគូដណ្ដឹងរបស់ខ្ញុំហើយក៏ជាអ្នកស្នងតំណែងនៃក្រុមហ៊ុនឈីនផងដែរសៀនចេនជាគូដណ្ដឹងរបស់ខ្ញុំនិងជាអ្នកស្នងមរតករបស់ក្រុមហ៊ុនឈិន អ្នកស្រីឈិនទីបំផុតរឿងដែលមិនអាចកើតឡើងក៏កើតឡើងពិតមែនអ្នកនេះជាអ្នកណាដែលអាចឈ្នះបេះដូងអ្នកស្រីឈិនស្រីស្អាតលេខ1នៅទីក្រុងសូមអបអរសាទរអ្នកស្រីឈិនខ្ញុំជឿជាក់ថាក្រុមហ៊ុនក្រោមការដឹកនាំរបស់អ្នកទាំងពីរនឹងពិតជាឈានទៅដល់កម្ពស់ថ្មី ពិធីបរិស័ទនៅថ្ងៃស្អែកអ្នកត្រូវតែមកឲ្យបានខ្ញុំចង់ប្រកាសអត្តសញ្ញាណរបស់អ្នកហើយសាធារណជនដឹងនិងណែនាំអ្នកអស្គាល់ដែលរែលបីបន្ថែមទៀត មិនអីទេមុនពេលខ្ញុំទៅខ្ញុំនឹងជីក្រោកកំណត់មួយទៀតយោងតាមផែនទីកំណត់ទីតាំងបង្ហាញថាវាគួរតែនៅត្រង់នេះវានៅឯណារកឃើញហើយខ្ញុំមិននឹកស្មានថាការចេញទៅជាមួយសូអ៊ីឈិននឹងធ្វើឲ្យផែនទីកំណត់ដំណើរការនៅក្រោមស្មៅនេះតើវាអាចជាកំណត់ប្រភេទអ្វី នេះគឺជីនសេងបើប្រៀបធៀបនឹងកំណាប់មុននេះគ្រាន់តែជារបស់ធម្មតាមានរឿងអ្វីម្ចាស់រមាស់ណាស់ អ្នកណានិយាយ ខ្ញុំនេះ អេឯងតូចចម្លេះចេះនិយាយ ម្ចាស់ឈប់ អូជីនសេងនេះចិត្តខ្លាយជាវិញ្ញាណហើយមែនទេ ជីនសេងស្លឹក7វឹកវរស្លាប់ហើយរស់វិញតម្លៃកែច្នៃរាងកាយតម្លៃ យុវជនអ្នកយកខុសហើយជីនសេងនេះគឺជាកំណប់ធម្មជាតិរបស់ផែនដីវាមិនមែនជារបស់ធម្មតាទេ លោកពូអ្នកជាអ្នកណា អ្នកអាចលក់វាឲ្យខ្ញុំបានទេ អញ្ចឹងខ្ញុំលក់វាឲ្យបាន ខ្ញុំនឹងឲ្យអ្នក100លានអ្នកគ្រាន់តែត្រូវឲ្យខ្ញុំតែមួយឬ 100លានសម្រាប់ S1 អ្នកនិយាយលេងហើយលោកតានេះមើលទៅដូចជាឈួតថ្ងៃនេះខ្ញុំចាត់ទុកថាជាការទៀង អូយម្ចាស់ឈឺណាស់ លោកពូ S នេះជារបស់អ្នក អ្នកពិតជាឲ្យវាមកខ្ញុំមែន អូយកទៅចុះ អូសូមមិត្តវ័យក្មេងប្រាប់ឈ្មោះអ្នកមកគុណថ្ងៃនេះវីកត័រថ្ងៃក្រោយនឹងតបស្នងអ្នកយ៉ាងច្រើន ខ្ញុំមិនដែលបដូរឈ្មោះក៏មិនបដូរនាមត្រកូលដែរសៀនចេនល្អ តានឹងចងចាំ
ណែកុំស៊ីវា អាឡមើអ្នកឲ្យតាខ្ញុំញ៉ាំអ្វីអាក្រក់អ្នកឲ្យតាខ្ញុំញ៉ាំអ្វី តានាងនេះជាចៅស្រីរបស់តាចាស់នេះមែនទេមែននាងស្អាតណាស់ អ្នកញ៉ាំអ្វីតាមចិត្តម៉េច អូស៊ីលវីយ៉ាខ្ញុំមិនអីទេអី គឺពួកគេ នេះសៀនចេនមែនទេកន្លែងនេះសម្រាប់អ្នកក្រដូចអ្នកឲ្យមកឬ ខេនឌួនអ្នកស្គាល់គាត់ទេ គាត់នោះឬគាត់គ្រាន់តែជាកម្មករសំណង បាទស៊ីលវីយ៉ាបុរសម្នាក់នេះមិនល្អទេអ្នកគួរតែប្រុងប្រយ័ត្នជាងនេះបានហើយតើអ្នកឲ្យតាខ្ញុំញ៉ាំអ្វីពិតប្រាកដ នេះទើបតែជីកយកនៅមានដីនៅលើវា អ្នកចង់សម្លាប់តាខ្ញុំមែនទេ ហេបើគាត់មិនបានអង្វរខ្ញុំទេខ្ញុំក៏មិនដែរ ស៊ីលវីយ៉ាខ្ញុំសង្ស័យគាត់មានចេតនាព្យាយាមបង្កគ្រោះថ្នាក់ដល់ជីវិតរបស់តាចាស់ បាទស៊ីលវីយ៉ានេះជារឿងស្លាប់រស់ខ្ញុំគិតថាអ្នកគួរតែនាំតាចាស់ទៅមន្ទីរពេទ្យភ្លាម ខ្ញុំគិតថាអ្នកទាំងពីរជាអ្នកដែលត្រូវទៅមន្ទីរពេទ្យ សៀនចេនតើអ្នកចង់និយាយអ្វី គាត់ត្រូវការគ្រូពេទ្យវិកលចរិតហើយអ្នកគួរតែទៅកន្លែងរសាសភ្លាម អេអ្នកតាបើតាខ្ញុំមានគ្រោះថ្នាក់អ្វីខ្ញុំនឹងយកជីវិតអ្នកមកសង ម៉េចក៏អ្នកនិយាយបែបនេះខ្ញុំកំពុងព្យាយាមជួយគាត់ដោយចិត្តល្អ តាភ្ញាក់ឡើងតាភ្ញាក់ឡើងតា មិនអាចទេ ភ្ញាក់ឡើងតា តែចាស់នេះស្លាប់បាត់ទៅហើយ មានរឿងអ្វីតា អូបុរសចំណាស់នោះដួលស្លាប់ភ្លាមមែន ម្ចាស់វីកតឡុងគឺខ្សោយពេកសម្រាប់ថ្នាំពៅគាត់កំពុងស្ថិតក្នុងស្ថានភាពឈប់ស្វាហាប់បណ្ដោះអាសន្ន ខ្ញុំគ្រាន់តែឲ្យគាត់អូស្តូតមួយប៉ុណ្ណោះ ខ្ញុំជាជីនសេងតែបានពោលពីខ្លឹមសារនៃមេឃនិងផែនដីរាងកាយមនុស្សធម្មតាមិនអាចទ្រាំទ្របានឡើយ អូដូច្នេះអ្នកកំពុងនិយាយថាគាត់នៅរស់ ចាស់សមម្ចាស់អ្នកសម្លាប់ជីតាខ្ញុំ កញ្ញាស៊ីលវីយ៉ាសូមធ្វើចិត្តត្រជាក់ជីតារបស់អ្នកគាត់ប្រហែលជានៅអាចជួយសង្គ្រោះបាន ចេងគាត់ស្លាប់ហើយអ្នកអាចនិយាយដូចនេះម៉េច កញ្ញាស៊ីលវីយ៉ាបុរសម្នាក់នេះគាត់កាច់សាហាវអ្នកកុំទុកឲ្យគាត់រួចខ្លួនអ្នកសម្លាប់ជីតាខ្ញុំនឹងធ្វើឲ្យអ្នកសងដោយឈាមរបស់អ្នក កញ្ញាស៊ីលវីយ៉ាខ្ញុំបានប្រាប់អ្នកហើយជីតារបស់អ្នកនៅតែអាចសង្គ្រោះបាន អាឡមកនៅតែព្យាយាមបញ្ឆោតកញ្ញាស៊ីលវីយ៉ាទៀតអ្នកសុំស្លាប់ហើយ មាត់អ្នកអម៉ាស់មែនអ្នកមិនដែលបិទមាត់សោះ បងគុណបងមិនអីទេសៀនចេនមិនបានជាអ្នកហ៊ានវាយគេ វាយគាត់ហើយម៉េចខ្ញុំនឹងវាយអ្នកដែរ សៀនចេនអ្នកវាយខ្ញុំមែនហើយ ខ្ញុំវាយអ្នកហើយម៉េចបើអ្នកនៅតែនិយាយខ្ញុំនឹងតេះមាត់អ្នក ឈប់ស្ងាត់ទាំងអស់គ្នាឆ្មាំចាប់ឃាតករនេះទៅហើយលុបបំបត្តិគាត់ចោលបាទ នារីស្រស់ស្អាតនេះជាការយកច្រឡំដ៏ធំមួយស៊ីលវីយ៉ាតាអ្នកពិតជានៅរស់មែន អ្នកនៅតែបោកខ្ញុំទៀតឬវាយគាត់រហូតដល់គាត់សាធៀប ធ្វើបាបស៊ីលវីយ៉ាសៀនចេងអ្នកចប់ហើយ ខ្ញុំត្រូវធ្វើអ្វីឡើងតែចាស់មិនបានរួចជីវិតទេខ្ញុំហ៊ាននឹងត្រូវវាស្លាប់ដោយពួកនេះ ស៊ីលវីយ៉ាសូមមេត្តាស៊ីលវីយ៉ាសូមទុកជីវិតគាត់ សូអ៊ីអ្នកមកទីនេះធ្វើអ្វី គាត់ជាគូដណ្ដឹងរបស់ខ្ញុំសូមឲ្យយើងរូបផង គូដណ្ដឹងរបស់អ្នក សៀនចេនសម្រាប់ម្ចាស់ក្រុងប្រព្រឹត្តបទឧក្រិដ្ឋដ៏សាហាវហើយអ្នកហ៊ានការពារគាត់ចំហ អ្នកថាឯងតែចាស់នេះជាម្ចាស់ក្រុងអញ្ចឹងនាងគឺជាចៅស្រីរបស់ម្ចាស់ក្រុង គាត់ជំពាក់ជីវិតដារបស់ខ្ញុំស្គាល់ថានឹងធ្វើឲ្យគាត់សងវិញ100ដង ស៊ីលវីយ៉ាប្រាកាត់ជាមានការយល់ច្រណំខ្លះ ល្មមហើយសូអ៊ីឈិនបើអ្នកទូចង់ការពារគាត់ខ្ញុំមិនខ្វល់ទេបញ្ជូនអ្នកទាំងពីរឲ្យស្លាប់ជាមួយគ្នាឆ្មាំយកមនុស្សរំខានទាំងពីរនេះហើយចាប់ខ្លួនពួកគេ បាទឈប់ទាំងអស់គ្នាឈប់ទៅទាំងអស់គ្នា តានៅរស់ មិនសមហេតុផលទេពេលណាខ្ញុំស្លាប់ខ្ញុំមិនត្រូវការជំនួយពីអ្នកទេ
លោកឡុងបានជិតស្លាប់ហើយស្ទើរតែពិការហើយឥឡូវអ្នកពិតជាអាចគ្របជឿហើយដើរបាន តាជើងតាជាសះស្បើយហើយ ឥឡូវនេះខ្ញុំរួចផុតពីជំងឺនិងការឈឺចាប់ខ្ញុំមានអារម្មណ៍ដូចកើតជាថ្មី ល្អណាស់តាខ្ញុំស្មានថាតានឹងចាក់ចេញពីខ្ញុំ តើនេះអាចកើតឡើងដូចម្ដេចលោកឡុងមិនស្លាប់មែនទេ ឃើញទេខ្ញុំប្រាប់ហើយដារបស់អ្នកអាចនឹងត្រូវបានសង្គ្រោះ ព្រោះដារបស់ខ្ញុំមានសំណាងតើវាតាក់ទងអ្វីនឹងអ្នកប្រសិនបើអ្នកហ៊ានឲ្យដារបស់ខ្ញុំញ៉ាំរបស់ចៃដនឲ្យទៀតខ្ញុំនឹងធ្វើឲ្យអ្នកសង្វិញ ស៊ីលវីយ៉ាកុំឆ្លើយចំពោះលោកចេង តាគាត់ជាអ្នកធ្វើឲ្យតាសន្លប់ អូយបើគ្មានលោកចេងឲ្យជីមសេនមកខ្ញុំឆ្អឹងចាស់របស់ខ្ញុំបានកប់យូរណាស់ទៅហើយ អ្នកថាអីតាអាចជាគាត់ពិតជាព្យាបាលតាបានមែនទេ លោកអរគុណលោកដែលបានជួយសង្គ្រោះជីវិតខ្ញុំលើកជង្គង់នៅចំពោះលោក លោកតាសូមក្រោកឡើងខ្ញុំមិនអាចទទួលយកបានទេ ចៅស្រីរបស់ខ្ញុំទើបតែឆ្លើយស៊ីលវីយ៉ាឡុង តា លើកជង្គង់ចុះឥឡូវនេះសុំទោសលោកចេង តាចង់ឲ្យខ្ញុំសុំទោសគាត់ ស៊ីលវីយ៉ា ស៊ីលវីយ៉ាមានរឿងអីកុំបំភ័យតា ក្រោកឡើងអូយកហើយធ្វើជាស្លាប់មែនទេ លោកម្ចាស់សូមជួយសង្គ្រោះចៅស្រីរបស់ខ្ញុំផង លោកម្ចាស់ឡុងចៅស្រីរបស់លោកម្ចាស់គ្រាន់តែឈឺភ្លាមប៉ុណ្ណោះមិនអីទេ អី កុំបារម្ភខ្ញុំអាចជួយសង្គ្រោះនាងបាន ល្អណាស់អរគុណដែលបានជួយសង្គ្រោះជីវិតនាង នេះជាកស្រីរបស់លោកម្ចាស់ក្រឹងកុំធ្វើរឿងអ៊ី ទុកខ្ញុំចុះ មិនអាចទេហេតុអីគាត់ដោះខោអាវ គាត់កំពុងធ្វើអី លោកម្ចាស់ឡុងសូមជឿជាក់ខ្ញុំប្រកាសជានឹងជួយសង្គ្រោះចៅស្រីរបស់លោក អញគាត់កំពុងយកខ្វក់ចេញក្រឡុកវាជាក្របថ្នាំ មើលឲ្យច្បាស់នេះជារូបមន្តសម្ងាត់របស់ខ្ញុំថ្នាំគ្រាប់អច្ឆរិយៈព្យាបាលគ្រប់ជំងឺដែលមិនអាចព្យាបាលបាន នេះអ្នកកំពុង ថ្នាំនេះសម្រាប់តែអ្នកដែលមានវាសនាមិនអាចកំណត់តម្លៃបានមិនលក់ទេ អញ្ចឹងឲ្យវាទៅនាងឆាប់ កញ្ញាស៊ីលវីយ៉ាថ្នាំហើយកញ្ញាស៊ីលវីយ៉ាលេបថ្នាំទៅអញ្ចឹងអ្នកនឹងជាសះស្បើយ ខ្ញុំមិនចង់បានទេតាខ្ញុំមិនអីទេឥឡូវខ្ញុំមិនអីទេ ថ្នាំអស្ចារ្យណាស់ថ្នាំនេះមិនទាន់ចូលមាត់សោះផងហើយជំងឺក៏បាត់ទៅហើយ វីកត័រសូមគោរពអង្វរលោកថ្នាំលាតជើងសម្លឹងភ្នែកនេះសូមលក់ឲ្យខ្ញុំផង តាកុំឲ្យគាត់បោកអ្នក ខ្ញុំបានប្រាប់អ្នកហើយថ្នាំនេះសម្រាប់តែអ្នកដែលមានវាសនាប៉ុណ្ណោះ គាត់លេបវាហើយគាត់ពិតជាលេបវាទៅហើយ យ៉ាយឆាប់សូមទោសលោក ខ្ញុំសុំទោស អ្នកមិនបានញ៉ាំទេក៏ខ្ញុំអាចរមៀលថ្នាំភក់ឲ្យអ្នកបន្តិចទៀត ទេលោកចេនសូអ៊ីខ្ញុំសុំទោស លោកដោយសារលោកបានសង្គ្រោះចៅស្រីខ្ញុំនិងខ្ញុំអញ្ចឹងលោកចង់បានអ្វីគ្រាន់តែប្រាប់មក មិនមែនអ្វីទេមិនសមនឹងនិយាយទេគ្រាន់តែធ្វើជាមិត្តក៏គ្រប់គ្រាន់សម្រាប់ខ្ញុំដែរ គាត់មិនខ្វល់ពីកិត្តិនាមឬទ្រព្យសម្បត្តិទេយុវជនម្នាក់នេះពិតជាកម្រមានណាស់ មិត្តភក្តិតាគាត់មិនសមដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារឡុងទេ លោកឡុងជាវីរបុរសពិតប្រាកដនៃចំនួនរបស់គាត់ហេតុអ្វីបានជាសែនប្រៃខ្លាយពេលមកដល់អ្នក អ្នក លោកចេងចៅស្រីខ្ញុំទើបតែអាយុ20ឆ្នាំប៉ុណ្ណោះអ្នកចង់បានប្រពន្ធឬអត់ អី អ្នកចង់បានប្រពន្ធឬអត់ អីតានិយាយអ្វីខ្ញុំមិនចង់រៀបការជាមួយមនុស្សដូចគាត់ទេ
លោកចេងគាត់ពិតជាមនុស្សល្អអ្នកកំពុងធ្វើល្ងីល្ងើ ទោះបីខ្ញុំស្លាប់ខ្ញុំក៏មិនរៀបការជាមួយគាត់ដែរគាត់ជាមនុស្សភូត ទោះបីខ្ញុំខ្វាក់ក៏ដោយខ្ញុំក៏មិនចង់បានអ្នកដែរ តាមើលគាត់ខ្ញុំនឹងខឹងសម្បាជាខ្លាំងបើខ្ញុំរៀបការជាមួយគាត់ លោកឡុងសៀនចេនជាគូកំណើនរបស់ខ្ញុំ គូកំណានមិនអីទេយ៉ាងណាក៏ដោយអ្នកមិនទាន់រៀបការទេរៀបការជាមួយចៅស្រីខ្ញុំអ្នកនឹងមិនស្ដាយក្រោយទេ លោកតោះយើងគ្រាន់តែជាមិត្តមិនបាច់បន្តទៀត អ្នកមិនគិតមើលម្ដងទៀតទេ ខ្ញុំមិនយកទេខ្ញុំខ្លាចថាប្រពន្ធខ្ញុំនឹងច្រណែន លោកឡុងយើងមានកិច្ចការបន្ទាន់យើងសម្លាច់ចេញឥឡូវនេះសៀនណាត់ទឹកតាពិតជាដុំចេញទលីដុំទំនូ ទីមើល ណាពិតជាញ៉ាំវាមែនទេ ខ្ញុំគ្រាន់តែលេងជាមួយនាងសូកូឡាតោះទៅអ្នកពូកែណាស់ ពិតណាស់មើលទៅអ្នកកំពុងនិយាយជាមួយនរណា ចាំមើលចុះបើខ្ញុំស៊ីអ្នកដូច្នេះខ្ញុំនឹងអាចក្លាយជាប្រភ្លីមមែនទេ ទេលោកម្ចាស់ អបអរសាទរម្ចាស់ដែលបានបំបែកដែនកំណត់របស់អ្នកសិល្បៈទេវៈអពាកបានឈានដល់កម្រិតទី2ការអនុវត្តរបស់អ្នកបានកើនឡើងយ៉ាងខ្លាំង ខ្ញុំបំបែកដែនកំណត់បានហើយប៉ុន្តែហេតុអ្វីខ្ញុំមានអារម្មណ៍មិនល្អម្ល៉េះ មិនឆ្លើយសារមិនលើកទូរស័ព្ទសៀនអេងទៅណាមក ខ្ញុំបានបំបែកកម្រិតហើយមែនទេអញ្ចឹងហេតុអ្វីបានជាខ្ញុំមានអារម្មណ៍អាក្រក់ម្ល៉េះ សៀនអេងនៅក្នុងនោះទេធ្វើរ៉េងបាក់ហើយខ្ញុំចូលមកហើយសៀនឡើងខ្ញុំអេងធ្វើឲ្យខ្ញុំឈឺ អេងកំពុងធ្វើដែរឡើងខ្ញុំ ខ្ញុំជួបគ្រោះថ្នាក់ពេលហាត់ចេញទៅ ហាត់អេងនិយាយពីអី ទៅ ខ្ញុំមិនចេញទៅទេខ្ញុំមិនអាចចេញទៅបានទេអេងមើលមកខ្ញុំ ដៃនាងត្រជាក់ណាស់ធូរចិត្តណាស់ សៀនភ្ញាក់ឡើងខ្ញុំខ្លួនគាត់ខ្លាំងណាស់សៀនអេងសៀនណាត់ទៅមុនតោះដៃខ្ញុំសិន ហេតុអ្វីបានជាអ្នកនៅទីនេះទៀតខ្ញុំប្រាប់ឲ្យអ្នកទៅមិនមែនឬ អានោះកំដៃខ្លួនរបស់ណាមិនធម្មតាទេកំណត់ត្រាគ្រួសារបានបញ្ជាក់ថាពេលដែលធម្មពលយ៉ាងបរិសុទ្ធមិនមានលំនឹងរាងកាយខ្ចីដោយភ្លើងសេះសរសៃធម្មពលសេះឈឺហើយត្រូវការតុលាភាពសញ្ញាជាបន្តសៀនខ្ញុំដឹងហើយណាត្រូវការអ្វី ហេតុអ្វីបានជាការប៉ះរបស់នាងធ្វើឲ្យខ្ញុំចង់បានវាខ្លាំងម្ល៉េះ ខ្ញុំកើតក្នុងឆ្នាំយិនខែយិននិងម៉ោងសិនខ្ញុំជាមនុស្សជាតិយិនត្រជាក់គាត់បានជួយខ្ញុំច្រើនណាស់ដល់ពេលហើយដែលខ្ញុំត្រូវធ្វើអ្វីមួយសម្រាប់គាត់ហើយខ្ញុំជួយណាស់ ហ
យប់មិញនាងបានសង្គ្រោះខ្ញុំតើខ្ញុំគួរតែរត់ចេញទៅមែនទេធ្វើបុតជាគ្មានអ្វីកើតឡើងហឹមដេកជាមួយនាងរួចគេខ្លួននោះមិនសមជាបរិយាទេ Nap nhạc hai. ហឺអ្នកស្រីឈិនយប់មិញ Kumbarong. Knyum ban twa we do smart jet. ម្សិលមិញនោះជាលើកដំបូងរបស់នាង Hu. Knyum ter some art kloon bantit sen. អូហូអបអសាទរម្ចាស់សិល្បៈទេវៈគ្មានពាក្យកម្រិតទី2វឌ្ឍនភាព 50% ខ្ញុំទើបតែឡើងដល់កម្រិតទី2កាលពីម្សិលមិញហើយវាលើសពាក់កណ្ដាលរួចទៅហើយតើអាចជាដោយសារនាង Kroy McNyam by ki moy knyum. អូអ្នកស្រីឈិនចេញថ្លៃអញ្ចឹងខ្ញុំត្រូវរកភោជនីយដ្ឋានថ្លៃជាង Min e day. អឹម ស្រីស្អាតនោះមើលទៅធ្លាប់ស្គាល់ Na kampong mervai. អាយ៉ៃហេតុអ្វីបានជាខ្ញុំមកប្រទះពួកគេនៅទីនេះខ្ញុំកំពុងបំពេញបេសកកម្មលុបសម្លាប់ប៉ុន្តែគោលដៅសៀនចេនបានបញ្ច្រាស់ស្ថានភាពមកលើខ្ញុំសូអ៊ីជីវិតរបស់អ្នកត្រូវបានទិញដោយ$80 លានទៅនរក ខ្ញុំទើបតែដាក់មិនសំណាងអាក្រក់លើអ្នកដើម្បីដាក់ទោសអ្នកថ្ងៃនេះអ្វីនឹងខុសប្រក្រតីសម្រាប់អ្នក ថ្ងៃនោះខ្ញុំស្ទះទឹកផ្ទុះពុះរួចប៉ះកែងជើងចេញទៅក្រៅត្រូវឆ្កែដេញហើយពេលត្រឡប់មកផ្ទះត្រូវគេលួចថ្ងៃនេះខ្ញុំនឹងមិនអត់ទោសឲ្យពួកគេឡើយ អ្នកបើកបរនេះជាលុយសម្រាប់អ្នកជួយខ្ញុំតាមរថយន្តខាងមុខនោះផង បានហើយ អាចោថ្ងៃនេះខ្ញុំនឹងសងសឹកហើយបញ្ជូនអ្នកទាំងពីរទៅឋានរោគ Bantot pi yuk mun. Knyum mien aram tha got ban fel tham po dal knyum. Knyum mien tham po ping kloon. Dai chung robot knyum dai tang dat rocha. Ban klai kiek dai. លោកស្រីត្រៀមបញ្ជាទិញហើយមែនទេ នាងទៀតហើយនៅលើនេះគ្មានអ្វីគ្រោះថ្នាក់ទេមែនទេ Moi muk ne. Beer muk ne. All gun. Sien. Lo ni not chia. Kuden dung robot knyum. Project up here year about not. អូយ៉ាងណាមិញយប់មិញយើង Da not ni ye pi avai. យប់មិញអ្នកមិនមែនអ្នកកំពុងតែរីករាយទេហើយអ្នកនៅតែប្រាប់ខ្ញុំកុំឈប់ But mot. មិនបានឃើញអ្នកច្រើនថ្ងៃហើយបុរសម្នាក់នេះពិតជាអាចយកឈ្នះអគ្គនាយកស្រីបានប៉ុន្តែអ្នកនឹងមិនបានរស់ដើម្បីរីករាយនឹងវាទេអ្នកបានលេបបំសៅពីរបស់ខ្ញុំអ្នកទាំងពីរគឺដូចស្លាប់ហើយ Hu
អរគុណ លោកស្រីម្ហូបទាំងអស់របស់អ្នកនៅទីនេះ មើលទៅដូចអ្នកនេះនៅតែមិនបោះបង់ Nhằm từ vi nực đời. Đàm bê bằng can cầm lòng. យប់មិញអ្នកបានព្យាយាមគ្រប់យ៉ាងហើយអ្នកចង់ឲ្យខ្ញុំបន្ថែមទៀតអីមិនពេញចិត្ត Bật mót. Nhằm ý cô mình bật mót đời. ញ៉ាំទៅហេតុអ្វីមិនញ៉ាំប្រហែលជាគាត់ឃើញអ្វីមួយអាយខ្ញុំលាបត្រដាងខ្លួនហើយ Miên A. មើលនេះសូមទោសអ្នកបម្រើ លោកស្រីអាហារថ្ងៃនេះយ៉ាងម៉េច សាច់អាំងនេះមានអីប្លែក អត់ទេតើគាត់ដឹងទេ ខ្ញុំប្រាប់អ្នកហើយសាច់អាំងរបស់អ្នកមានបញ្ហាអ្នកគ្រប់គ្រង លោកម្ចាស់តើខ្ញុំអាចជួយអ្វីបានខ្លះ ភោជនីយដ្ឋានរបស់អ្នកបម្រាមហូបដែលមានគុណភាពបែបនេះដល់ភ្ញៀវសំខាន់របស់អ្នកមែនទេ ទេច្បាស់ជាមិនមែនទេអ្នកកំពុងធ្វើអ្វី អ្នកគ្រប់គ្រងខ្ញុំបានធ្វើតាមនីតិវិធីធម្មតា ម្ហូបនេះប្រៃណាស់រហូតល្វីងតើស្តង់ដាររបស់អ្នកទៀបម្លេះមែនទេ ល្វីងម្សៅពីស្គ្មានក្លិនគ្មានរសជាតិតើគាត់ភ្លក់រសជាតិល្វីងដោយរបៀបណា ហេតុអ្វីបានជាអ្នកមិនសាភ្លក់ដោយខ្លួនឯងដូច្នេះអ្នកនឹងមិនគិតថាខ្ញុំដាក់កំហុសអ្នក គាត់បានញ៉ាំសាច់អាំងដែលមានពីរហើយគាត់ធ្វើដូចជាគ្មានអ្វីកើតឡើងតើម្សៅពីរអាចផុតកំណត់ហើយមែនទេ តើអ្នកកំពុងរងចាំអ្វីភ្លក់វាឥឡូវនេះ រសជាតិនេះវាពិតជាធម្មតាទេ មែនទេដូច្នេះអ្នកកំពុងនិយាយថារសជាតិខ្ញុំខុស Hey Jam. Nước nông chan nè. Hay the way ban chi miên so. អ្នកធ្វើការងារយ៉ាងម៉េចសូមទោសលោកស្រីយើងនឹងបដូរវាភ្លាម អ្នកទាំងអស់គ្នា Day. Sien. Nang. Ta ning miên bánh hải. សូអ៊ីអាហារមនុស្សស្បែកស្នីល្អអីមកខ្ញុំនឹងនាំអ្នកទៅញ៉ាំបាយឆ្ងាញ់ Nè hai đại nợ hở. Bài snang. មែន Nè hai đại nợ hở ta. A hair branadur. អូ ថៃកែ Knyom bo bong con lang đại knyom tin tinh cham. Ha hair mi selin. Hai nợ nom knyom mok nham nè. Con lang lu a hair dampler. អង្គុយសិន Nè put jeep like man. អ្នកស្រីឈិនកុំមើលងាយកន្លែងនេះជាកន្លែងដែលខ្ញុំញ៉ាំអស់រយៈពេលជាង20ឆ្នាំជាកន្លែងដែលខ្ញុំស្រឡាញ់បំផុតរសជាតិឆ្ងាញ់បំផុត អរគុណដែលមកសង្ហាប៉ុន្តែហាងខ្ញុំទើបតែបើកបាន2ឆ្នាំប៉ុណ្ណោះ ខុសហើយខ្ញុំច្រឡំអូខេថៃកែដូចធម្មតា មកភ្លាម Sien chen. Natra dai twir oi braka. Get smoke on lang ne. Sim nang ka dai knyom bo bong. Ha hair dam lai bay $1. $3,000 $300ខ្ញុំនឹងធ្វើឲ្យអ្នកញ៉ាំឲ្យវាចេញ នេះហើយញ៉ាំឲ្យឆ្ងាញ់ទាំងពីរនាក់ សាកមើលឆ្ងាញ់បំផុតពេលក្តៅ ម្ហូបត្រជាក់និងសាច់អាំង អរគុណច្រើន ញ៉ាំឲ្យឆ្ងាញ់ទាំងពីរនាក់ ហ៊ឹមសាកមើលពិតមែន Put dish nine men. ហ៊ឹមនេះឥឡូវសាកមើលនេះវាជាមុខម្ហូបបែបទេសរបស់គេ Him. Nih go shine dai. Kan lang lu a hair dam dong float hum dane. Put jeep farm ho ban o chin. Ching make on palum dap kumpur. Jeffrey, knyom jong sak ang bram dom diet.
ខ្ញុំចង់បានសាក់អង្គភ័យដុំ អូគុណ អបអសាទរម្ចាស់ក្នុងរយៈចម្ងាយ100ម៉ែត្រទៅជុំវិញអ្នកមានកំណប់មួយបានលេចឡើង ហាហាខ្ញុំមិននឹកស្មានថាការញ៉ាំនៅកន្លែងលក់អាហារអាចបង្កឲ្យមានចំណុចកំណត់ថ្មី សៀនចិន អី អ្នកគិតអ្វីឆ្ងាយម្លេះ ឆ្អែតហើយ ស្ដាយហើយកន្លែងនេះល្អគួរសមព្រមហើយ ឆ្អែតហើយអញ្ចឹងយើងទៅខ្ញុំនឹងនាំអ្នកទៅមើលអ្វីដែលអស្ចារ្យវានឹងពិតជាធ្វើឲ្យអ្នកភ្ញាក់ផ្អើល អាណោះនាំខ្ញុំទៅមើលពិភពលោក អត់មកទេមិនអីទេបោះបង់ចោល ហេចាំខ្ញុំផង គាត់នៅណាកាលពី10នាទីមុនអ្នកបានស្បឹកនឹងខ្ញុំថាគោដៅនៅទីនេះ ក្លិននៅតែនៅទីនេះពួកគេទៅនឹងចាក់ចេញមែនទេ នីណាការសម្ដែងនាពេលថ្មីរបស់អ្នកពិតជាធ្វើឲ្យខ្ញុំខកចិត្តណាស់សៀនចេនគ្រាន់តែជាជនស៊ីវិលធម្មតាម្នាក់ហើយអ្នកឲ្យគាត់នៅចំពោះមុខអ្នករត់រួច3ដង លោកប្រធានបរិះម្នាក់នេះចម្លែកណាស់ ហ៊ានឆ្លើយតបឺ វាពិតមែនសៀនចេនមិនដូចមនុស្សធម្មតាតតែសោះ អ្នកកំពុងចាំអ្វីមកជាមួយខ្ញុំលើកនេះយើងត្រូវតែចាប់គាត់ឲ្យបាន បាទលោក សៀនណាប្រាកដទេថាកន្លែងស្នាក់ជ្រងំនេះមានកំណត់ ខ្ញុំធ្លាប់កុហកអ្នកពេលណាដែរ ហេមើ ណាពិតជាស៊ីកបានវីមែន សៀនចេងសូអ៊ីថ្ងៃនេះខ្ញុំនឹងបញ្ជូនអ្នកដោយផ្ទាល់ទៅជួបអ្នកបង្កើតរបស់អ្នកអ្នកជាសៀនចេង សៀនចេនអ្នកទាំងពីរនឹងស្លាប់ បរោះនេះខ្លាំងណាស់នៅរស់ទៀតមើលទៅដូចជាគាត់បាននាំអ្នកមកជួយហ៊ានណាស់គួរឲ្យស្ដាយក្បាលរបស់គាត់ត្រូវទ្វារបុក អ្នក សៀនចិនកុំទើប៉ាពួកគេគឺក្រុមខាត់ដ៏សាហាវបំផុតនៅលើពិភពលោកជាពិសេសអ្នកដឹកនាំរបស់ពួកគេគឺខេនសៀងមួយកូនណាហើយវានឹងក្លាយជាការសម្លាប់រង្គាល គឺខ្ញុំ មិនអាចទេសៀនយើងវិនិច្ឆ័យ ភ័យអីអ្នកកំសាកណាស់តើអ្នកនឹងគ្រប់គ្រងក្រុមឈិននៅពេលក្រោយដោយរបៀបណា ប៉ុន្តែពួកគេ ឈប់និយាយសម្រាប់ខ្ញុំធ្វើទីរុនកម្មខ្ញុំស្អីក៏បាន បានដោយសារអ្នកចង់ស្លាប់ខ្លាំងណាស់ខ្ញុំនឹងបំពេញបំណងរបស់អ្នកថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកការវាយដាវដ៏សាហាវរបស់ខ្ញុំត្រៀមខ្លួនស្លាប់ ព្រះអាទិត្យនិងព្រះច័ន្ទមេឃនិងដីខាមពលសកល ចៅហ្វាយ តាមពិតគាត់បានបំបែកការវាយបិទបំពង់របស់ខ្ញុំ អ្នកកំពុងរករឿងហើយ ចៅហ្វាយអ្នកក៏មិនសូវខ្លាំងប៉ុន្មានដែរមែនទេអ្នកខ្ញុំបានព្រមានអ្នកពីមុនហើយអ្នកនេះមិនមែនជាមនុស្សងាយទេ ព័ត៌មានច្បាស់ជាខុសហើយ ឈប់និយាយទៅ សៀនកុំទៅតាមគាត់មនុស្សរបស់ខ្ញុំចិត្តមកដល់ហើយ គាត់កំពុងធ្វើអ្វីកម្រិតគ្រោះថ្នាក់ត្រូវបានដំឡើងទៅជា SES ថ្នាក់ S ដាក់ឲ្យដំណើរការបញ្ជាសម្រាប់កម្រិតអាត់បម៉ា និយាយលាទៅ ខ
ខ្ញុំស្លាប់ហើយខ្ញុំត្រូវចេញពីទីនេះបើមិនអញ្ចឹងខ្ញុំរលាយ អ្នកចាំមើលទៅ គាត់ទៅណាមិនអីទេបានរៀបចំរួចរាល់ហើយមកខ្ញុំនឹងនាំអ្នកទៅផ្ទះតោះទៅមិនអីទេអ្នកដល់ផ្ទះហើយខ្ញុំត្រឡប់ទៅវិញឥឡូវនេះ គុំតើសៀនយប់នេះនៅជាមួយខ្ញុំមិនអីទេ សូអ៊ីអ្នកមានបន្ទប់ភ្ញៀវច្រើនណាស់ប៉ុន្តែអ្នកមិនប្រើវាទេអ្នកទូចឲ្យខ្ញុំដេកនៅក្នុងបន្ទប់របស់អ្នកមិនមែនគ្រោងនឹងឆ្លៀតអាកាសពីខ្ញុំមែនទេ គុំនិយាយរឿងអ្នកប្រចយ មិនអីទេអញ្ចឹងខ្ញុំទៅ ហេចាំខ្ញុំខ្លាចនៅម្នាក់ឯង អញ្ចឹងខ្ញុំឈប់លេងសើចជាមួយអ្នកហើយខ្ញុំត្រូវទៅបន្ទប់ទឹកនៅឯណា នៅទីនោះ លើកនេះតើវានឹងទៅជាអ្វីគម្ពីរវិទ្យាសាស្ត្រអាចកំបាំងតើនេះពិតជាសៀវភៅពេទ្យមែនទេនេះគឺពួកគេតុបតែងរឿងតូចតាចហើយធ្វើប្រហែសរឿងសំខាន់ពួកគេធ្វើឲ្យខាងក្រៅភ្លឺស្វាងរីឯខាងក្នុងវិញក្រៀមស្ងួតបើស្បែកបាត់ទៅសក់នឹងទៅជាប់នៅឯណាខ្លឹមសារនៃសាលាទាំងរីបច្ចេកទេសទាំងអស់ត្រឡប់មកប្រភពតែមួយវិធីព្យាបាលទាំងអស់នៅក្រោមមេឃត្រូវបានកត់ត្រានៅទីនេះសៀវភៅនេះមិនមែនជាសៀវភៅធម្មតាទេស ៀនហេតុអ្វីបានជាណាជឺ សូអ៊ីឆ្អានកងរបស់អ្នកពីមុនអ្នកធ្លាប់របួសត្រង់នោះទេ អ្នកដឹងដោយរបៀបណាតើអ្នកដឹងដោយរបៀបណា ជីពចុះរបស់អ្នកគឺជ្រៅយឺតហើយតាំងតិចជាង4ដងក្នុងមួយដង្ហើមនេះបង្ហាញពីភាពត្រជាក់ខាងក្នុងធ្ងន់ធ្ងរនិងការជាប់គាំងនៃថាមពលនិងឈាមតើអ្នកតែងតែមានអារម្មណ៍មួយដេកអស់កម្លាំងចុងដៃជើងត្រជាក់ហើយចូលចិត្តផឹកតែទឹកក្តៅ អានោះអ្នកអាចដឹងសំបីតែពីជីពចររបស់ខ្ញុំ ពិតណាស់ ប៉ុន្មានឆ្នាំមកនេះខ្ញុំបានប្រគ្រូជាមួយគ្រូពេទ្យល្បីជាច្រើនហើយបានសាកល្បងវិធីព្យាបាលរត់មិនកោប៉ុន្តែខ្ញុំនៅតែដែលប៉ុន្តែមិនស្ថានភាពរបស់ខ្ញុំពិតជាប្រសើរឡើង កុំបារម្ភទាំងនេះគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះខ្ញុំនឹងជួយអ្នក ជួយខ្ញុំតើគាត់កំពុងស៊ីលីម ម៉ោងកាន់តែយប់ហើយចុះយ៉ាងណាអ្នកមូតទឹកមុនសិន បន្ទាប់មករងចាំខ្ញុំ ជាមួយនឹងសៀវភៅវិទ្យាសាស្ត្របុរាណនេះក្នុងចំណោមគ្រូពេទ្យអាចារ្យទាំងអស់នឹងមានកន្លែងសម្រាប់ខ្ញុំសៀនចែន យប់នេះគាត់នឹងលងស្នេហ៍នឹងខ្ញុំទាំងស្រុង សៀនខ្ញុំមកហើយ
Sien ខ្ញុំនៅទីនេះសូមទូស្ដីធ្វើឲ្យអ្នករងចាំគាត់ណែណាគាត់ពិតជាเด็กលូកមែនទេណាថានឹងជួយខ្ញុំមិនមែនទេទេហស្ថនេះនោះមិនត្រឹមត្រូវទេអរុនសុស្ដីអ្នកនាងឈិន អរុនសុស្ដី មានរឿងអីយប់មិនគេងមិនស្រួលទេ ប៉ាថាអ៊ីថានត្រឡប់មកវិញហើយ គាត់បាននឿថាអ្នកនឹងរៀបការគាត់បានកក់ជើងហោះហើរលឿនបំផុតត្រឡប់មកវិញគាត់គួរតែមកដល់ក្នុងពេលឆាប់នេះ ប៉ាមានរឿងអី កូនស្រីល្ងងប៉ាមិនអីទេ រងចាំខ្ញុំនៅតែខ្ញុំកំពុងត្រឡប់មកតែវិញហើយ មានរឿងអី អ្នកនាងអ៊ីថានលីមកដល់ហើយ សូអ៊ីយូរហើយមិនបានជួបគ្នានឹកខ្ញុំទេ អ៊ីថាន កុំប្រាប់ខ្ញុំថាបរិសនេះជាគូដណ្ដឹងរបស់អ្នក អ៊ីថានអ្នកមិនអីទេ នេះជាអ្វី ហេមកនេះអូ សូអ៊ីគាត់ឈ្មោះគាត់ចេងឈ្មោះគាត់អ្វី សៀនចេន អ៊ីថានលីកូនប្រុសច្បងរបស់គ្រូសាលីបណ្ឌិតពី Cambridge ជំនាញខាងអក្សរសាស្ត្រលោកខាងលិចអស្ត្រាលោកខាងលិចក្រៅប្រទេសប្រធានអ្នកជំនាញ សៀនចេន ខ្ញុំមិនដែលគិតថាសូអ៊ីនឹងជ្រើសរើសអ្នកណាម្នាក់ដូចអ្នក អូមិនអាចជួយបានទេនាងបដិញ្ញាចិត្តរៀបការជាមួយខ្ញុំក្នុងរយៈពេល2ថ្ងៃនាងនឹងក្លាយជាប្រពន្ធខ្ញុំ អ៊ីថានអ្នកមិនអីទេ ខ្ញុំមិនអីទេដៃខ្ញុំ អូមែនហើយពិធីមង្គលការរបស់យើងនៅតែត្រូវការអ្នកកំដរកូនកំឡុះហេតុអ្វីអ្នកមិនធ្វើវា គ្រាន់តែជាក្រដាសមួយសន្លឹកខ្ញុំមិនដែលនិយាយថាខ្ញុំនឹងបោះបង់សូអ៊ី អ៊ីថានខ្ញុំពិតជាចូលចិត្តគាត់សៀននិងខ្ញុំនឹងពិតជារៀបការគ្នា អូអ្នកពូកែអ្នកឋានទាំងចេះរក្សាមកខ្ញុំនៅចំពោះមុខគូប្រជែងអ្នកមិនអីទេអូអានេះគាត់ធ្វើអីដាក់សូអ៊ីបំណងការពីក្មេងរបស់អ្នកគឺរៀបការជាមួយខ្ញុំចាំទេ អ្នកដឹងទេនោះគឺពេលយើងនៅក្មេងហើយពេលយើងនៅក្មេងអ្នកក៏ញ៉ាំស្លេសម្ដែង ហេកុំអីបើខ្ញុំមិនបានចំណាយពេលប៉ុន្មានឆ្នាំមកនេះរៀនថ្នាំបោះជំនៅបរទេសអ្នកមិនបានរៀបការជាមួយសូអ៊ីទេ ហ៊ឹមអាណិតណាស់ឥឡូវរាល់យប់អ្នកដែលកម្ដៅក្រែរបស់នាងគឺខ្ញុំ កម្ដៅក្រែនាងអ្នកទាំងពីរ អូអញ្ចឹងនៅស្រុកអ្នកប្តីប្រពន្ធគេដេកក្រែដាច់ពីគ្នាទេ សូអ៊ីជាស្ត្រីបែបប្រពៃណីគ្មានផ្លូវដែលនាងមុនរៀបការ បងឈប់បញ្ឆោតខ្លួនឯងទៅនាងជាប្រពន្ធខ្ញុំ2ថ្ងៃទៀតកូនយើងហៀបនឹងកើត
មិនអាចទេសូអ៊ីមិនទាំងឲ្យខ្ញុំប៉ះដៃនាងផងមិនក៏នាងអាចជាមួយគាត់ Sian ជុកចំដៅគាត់ទៅអ៊ីថានពុកខ្ញុំមិនស្រួលខ្លួនយើងគ្រងនឹងត្រឡប់ទៅវិញ ខ្ញុំអាចទៅជាមួយអ្នកខ្ញុំក៏អាចជួយមើលថែសុខភាពពូឈិនផងជួយមើលថែអ្វីបង ប្រពន្ធខ្ញុំនឹងទៅផ្ទះហើយយើងត្រូវនាំអ្នកទៅជាមួយដែរ នោះនឹងរំខានណាស់ពេក អ៊ីថានអ្នកមកវិញហើយ អឺ ហើយនេះជាអ្នកណា នាងជាជំនួយការរបស់ខ្ញុំមីកាវ៉ាគូកូ អូមីកាវ៉ាគូកូហើយដូចជាគ្មានខាវ៉ាឈ្មោះនោះពិតជាលុយ អ៊ីថានគាត់មានន័យយ៉ាងម៉េច Sian កុំនិយាយលេះឡោ ខ្ញុំមិនមែននិយាយលេសឡោះទេ សំទោសចំពោះរឿងនោះគូដណ្ដឹងរបស់ខ្ញុំគាត់មិនមានចិត្តអ្នកទេ អ្នកអាចហៅខ្ញុំថាមេកាវ៉ាកញ្ញាឈិនរីករាយដែលបានធ្វើការជាមួយអ្នក វីឡានេះស្អាតណាស់ មនុស្សស្រុកនេះគ្រាន់តែជារឿងធម្មតាសម្រាប់អ្នកមានអ្នក សូមស្វាគមន៍មកផ្ទះវិញកញ្ញា កញ្ញា អ្នកគ្រប់គ្រងផ្ទៃនេះតាខ្ញុំយ៉ាងម៉េចហើយ ឪពុករបស់អ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យកាលពី2ថ្ងៃមុនថាមានជំងឺរੂដូងបាត់ក្នុងខួរក្បាលភ្លាមវាធ្ងន់ធ្ងរណាស់ឥឡូវស្ថានភាពគាត់អាក្រក់ណាស់ អីរឿងធ្វើបែបនេះហេតុអ៊ីមិនប្រាប់ខ្ញុំពីមុន លោកម្ចាស់មិនចង់រំខានការងាររបស់អ្នកទេដូច្នេះសូអ៊ីខ្ញុំមានបទពិសោធន៍ផ្នែកព្យាបាលក្នុងរឿងនេះប្រហែលជាខ្ញុំ សូអ៊ី បាកុំកំភួយខ្ញុំ សូអ៊ីឯងមកវិញហើយ ហឹមបាក្រោកឡើងបាណាប់បំរើហើពេទ្យស្មោកលឿនជួយសង្គ្រោះប្រាក់ខ្ញុំ កញ្ញាជំងឺរបស់ម្ចាស់គ្រូពេទ្យល្បីទាំងអស់និយាយថាគ្មានវិធីព្យាបាលទេ បា សញ្ញាពិតបានបង្ហាញឡើងព្រលឹងរបស់គាត់កំពុងរសាត់សេចក្តីស្លាប់ចិត្តមកដល់ បាសូមក្រោកឡើង សូអ៊ីឲ្យខ្ញុំមើលមួយភ្លេចសូអ៊ីស្ថានភាពរបស់ពូអាក្រក់ជាងខ្ញុំបានគិតទៅទៀតទោះយ៉ាងណាខ្ញុំអាចសាកល្បងបាន បើអ្នកអាចជួយសង្គ្រោះប្រាក់ខ្ញុំបានអ្វីដែលអ្នកសុំខ្ញុំនឹងយល់ព្រម កុំបារម្ភមីកាវ៉ាយកឧបករណ៍របស់ខ្ញុំមកចូលមកទីនេះ បាទ អ្នកកំពុងធ្វើអ្វី ពូស្ថានភាពធ្ងន់ធ្ងរគាត់ត្រូវការព្យាបាលជាបន្ទាន់ គាត់មិនមានជំងឺស្ឈាមក្នុងខួរក្បាលភ្លាមសូអ៊ីខ្ញុំអាចជួយសង្គ្រោះគាត់បាន អ្នក ជីពចររបស់អ្នក ដោយគ្រាន់តែមើលមួយភ្លេចសៀនបានដឹងពីជំងឺរបស់ខ្ញុំប្រហែលជាគាត់ពិតជាអាចព្យាបាលប្រារបស់ខ្ញុំបាន អ្នកកំពុងព្យាយាមសម្លាប់ពូឈិនមែនទេ អ៊ីថានគ្រាន់តែឲ្យគាត់សាកល្បង អ្នកនិយាយអ្វី ប្រចេញមជុលធ្លាក់ដូចផ្គរលាន់ចំណុចចាក់មជុលអាចបង្ក្រាបនេកនឹងខ្លាំង សៀនចេងឈប់ អ៊ីថានតើគាត់កំពុងធ្វើអ្វី អ្នកទាំងអស់គ្នាត្រូវក្រោយមជុលមេសទាំងនេះមាននរណាអាចទាញចេញបានទេខ្ញុំបានចាក់មជុលទាំង3នេះនៅយិនតាងចំណិតសេនទីងក្នុងរយៈពេល10វិនាទីពូនឹងភ្ញាក់ឡើង សៀនមែនទេ ចេងនេះជាវិធីអ្នកជួយសង្គ្រោះគេមែនទេ ឈប់ឥឡូវនេះអ្នកនឹងសម្លាប់គាត់ បា មានបញ្ហាហើយ សៀនតែមានរឿងអ្វីកើតឡើងហេតុអ្វីបានជាប្រារបស់ខ្ញុំមានសភាពបែបនេះ
គ្រាន់តែរងចាំបន្តិចទៀត សូអ៊ីអ្នកមិនគួរឲ្យមនុស្សខាងក្រៅមកជួយសង្គ្រោះពូឈិន ប៉ាសូមញាក់ឡើងប៉ា រើចេញអ្នកបានខាត់ពេលវេលាដ៏មានតម្លៃតើអ្នកអាចទទួលខុសត្រូវបានទេ កុំទាញវាចេញ ប៉ាមានរឿងអី លោកសូមក្រោកឡើងធ្វើមិនកើតរឿងនេះឡើង ខ្ញុំប្រាប់ហើយគុំដល់កំជុំមេចេញហេតុអីអ្នកប្រថុយយំលេះ គឺអ្នកឯងអ្នកបានសម្លាប់ពូឈិន គាត់ជាអ្នកសម្លាប់ ធ្វើមិនចាក់ទៅរូសអាចជាពុកខ្ញុំគីថានខ្ញុំសូមអង្វរអ្នកជួយសង្គ្រោះប៉ាខ្ញុំ សូអ៊ីគាត់ជាពេទ្យខ្លាយហេតុអីអ្នកទៅអង្វរគាត់ ខ្ញុំគិតហើយខ្ញុំមិនគួរភ្នាល់លើជីវិតគាត់ទេប៉ា សូអ៊ីកុំបារម្ភទុកពូឲ្យខ្ញុំមិនឲ្យមានរឿងអីកើតឡើងដល់គាត់ទេរៀបចំម៉ាស៊ីនឆប់ បាន អេពីនេហ្វ្រិន1មីលីក្រាមចាក់តាមសរសៃត្រៀមឧបករណ៍បន្ទោលបង្រាក់ អ៊ីថានបុរសចាស់បានស្លាប់ហើយ អាណាណាថាអ្វី បន្តទៅ200ហឺតឆក់ដំបូងឆក់200ហឺតឆក់លើកទី2 អ៊ីថានអ្នកមិនអាចបន្តទៀតទេ ចេញទៅ អ៊ីថានបើអ្នកបន្តទៀតវានឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរមុខងារបេះដូងរបស់អ្នកជំងឺ អ្នកស្រីមីកាវ៉ាអ្វីអ្នកមានន័យថាអ្វី អ្នកស្រីឈិនឪពុករបស់អ្នកមិនអាចជួយសង្គ្រោះបានទេអ្នកស្លាប់មិនអាចឲ្យរស់ឡើងវិញបានទេសូមទទួលយកការរំលែកទុក្ខរបស់ខ្ញុំផងអ្នកស្រីឈិន ប៉ាក្រោកឡើងប៉ាសូមក្រោកឡើង ឈប់យំទៅខ្ញុំមានវិធីមួយ អ្នកសម្លាប់លោកតា ខ្ញុំបាននិយាយថាខ្ញុំអាចជួយសង្គ្រោះគាត់បានឥឡូវតើអ្នកអាចធ្វើអ្វីបាន នេះមិនមែនជាពេលសម្រាប់រឿងមិនសមហេតុផលរបស់អ្នក ខ្ញុំបានប្រាប់អ្នកហើយខ្ញុំអាចជួយសង្គ្រោះគាត់បាន អ្នក បើអ្នកអាចជួយសង្គ្រោះលោកតាបានខ្ញុំមីកាវ៉ាគូកូនឹងក្លាយជាកូនសិស្សរបស់អ្នក ទេខ្ញុំមិនបានស្លីកខុសទេទៅរំខានអ្នកផ្សេងទៅរើចេញ ម្ជុល3តុកមេឃនិងផែនដីផ្លុំមួយត្រឡប់ទៅដើមវិញនេះគឺអំណាចទាំង3បច្ចេកទេសត្រឡប់ទៅកាន់មួយ ប៉ា សៀនចេញអ្នកមិនគិតថាម្ជុលអង្គពីរបីអាចធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញបានទេ ការព្យាបាលរបស់អ្នកមិនសមនឹងហៅថាថ្នាំសោះ បច្ចេកទេសម្ជុលមាសត្រូវបានបន្តមកអស់ 1000 ឆ្នាំអ្នកហ៊ានមើលងាយវាម្លេះទេ ល្អហើយអញ្ចឹងប្រាប់ខ្ញុំមកហេតុអ្វីពូឈិនមិនទាន់ភ្ញាក់ គឺដោយសារតែអ្នកទើបតែទាញជុលចេញដោយគ្មានការអនុញ្ញាតធ្វើឲ្យធម៌ពលរបស់លោកតាបញ្ច្រាស់ធ្វើឲ្យគាត់ចិត្តស្លាប់គ្រូពេទ្យខ្លាញ់សម្លាប់មនុស្សដោយមិនចាំបាច់ប្រើកាំបិត អ្នក អ៊ីថានគាត់កំពុងប្រមាថអ្នកមែនទេ ម្ជុល3ដែលខ្ញុំទើបតែប្រើបានស្ដារកម្លាំងរបស់លោកដារុយឆាយក្នុងរយៈពេលមិនដល់10វិនាទីគាត់នឹងភ្ញាក់ឡើង ពិតមែនទេ អូរឿងមិនអាគមថៃគឺឈិនស្លាប់ហើយសូម្បីតែព្រះក៏មិនអាចសង្គ្រោះគាត់បានដែរ
អ្នកត្រឡប់មកវិញហើយបាទីបំផុតណាប់ញាក់ហើយ សូអ៊ីអ្វីបានកាត់ឡើង តើនេះអាចជាបច្ចេកទេសរស់ឡើងវិញដ៏ល្បីល្បាញ ថៃគឺឈិនពិតជារស់ឡើងវិញមែនបេះដូងរបស់គាត់បានឈប់លោតយ៉ាងច្បាស់ អ៊ីថានតើនេះអាចជាដែលគេហៅក្នុងវិទ្យាសាស្ត្រថាការជាសះស្បើយคล้ายៗ ហង បាខ្ញុំរីករាយណាស់ដែលប្រាប់ញាក់ឡើង សូអ៊ីចុះខ្ញុំពិនិត្យប៉ាអ្នក អូខេ តើវាអាចទៅរួចយ៉ាងម៉េចសៀនចេញអ្នកពិតជាជួយសង្គ្រោះគាត់មែនអ៊ីថានអ្វីទៅគ្មានអ្វីទេពូឈិនរបស់អ្នកជីបចរនិងចង្វាក់បេះដូងមានស្ថិរភាព គាត់ពិតជាអស្ចារ្យណាស់ បាសៀនបានជួយសង្គ្រោះបា អរគុណអ្នកដែលបានជួយសង្គ្រោះជីវិតខ្ញុំដើម្បីឲ្យខ្ញុំអាចឃើញសូអ៊ីម្ដងទៀត ពូសុខភាពរបស់អ្នកជារឿងសំខាន់បំផុត កូនស្រីខ្ញុំមានរសជាតិល្អរកឃើញបរិះល្អដូចអ្នកប៉ុន្តែបេះដូងខ្ញុំនៅតែមានអារម្មណ៍មិនស្រួលបន្តិច នរណាម្នាក់ពីមុនបានធ្វើឲ្យអ្នកការឆក់តង់ស្យងខ្ពស់មិនត្រឹមត្រូវវាបណ្ដាលឲ្យខូចខាតដល់សាច់ដុំបេះដូងរបស់អ្នក ហេឈប់ពិតមកទៅខ្ញុំធ្វើតាមនីតិវិធីស្តង់ដារ ខ្ញុំគ្រាន់តែនិយាយការពិតហេតុអ្វីបានជាអ្នកយកវាជាការផ្ទាល់ខ្លួន អ៊ីថានហេតុអ្វីបានជាអ្នកមិនទទួលស្គាល់ខ្ញុំបានព្រមានអ្នកយ៉ាងច្បាស់ តើវាតាក់ទងអ្វីនឹងអ្នកពិតមក បាបា នេះជាសញ្ញាលក្ខណៈនៃការខូចខាតសាច់ដុំបេះដូង សៀនសូមជួយសង្គ្រោះប្រាក់ខ្ញុំផង ជីបចងនេះគឺខ្សោយហើយយឺត ហេខ្ញុំមិនឈឺទៀតទេ យកថ្នាំមក ឥឡូវគាត់ធ្វើអី សូអ៊ីនេះគឺជាអ្វីដែលខ្ញុំបានពូលីរៀបចំពីមុនរូបមន្តនេះជួយបំប៉នសរសៃបេះដូងលេបមួយដងក្នុងមួយថ្ងៃ3ថ្ងៃក្រោយប៉ារបស់អ្នកនឹងចាប់ផ្ដើមជាសះស្បើយ សៀនតែខ្ញុំអាចសង្កត់អ្នកវិញដោយរបៀបណាទៅ មិនអីទេឥឡូវពុកអ្នកលេបថ្នាំសិនអូហឹម បាមកនេះអ្នកកំពុងធ្វើអ្វី សូអ៊ីអ្នកពិតជាជឿសម្ដីឈួតរបស់គាត់មែនទេនេះជាថ្នាំពោលកុំផឹកវា អ្នកហ៊ានបង្កើតបង្ខូចគាត់មែនពួកខ្ញុំត្រូវបានសង្គ្រោះដោយសៀនចូលអ្នកវិញ គាត់គ្រាន់តែជាគ្រូខ្លាយៗដែលធ្វើបាបមនុស្សដោយប្រាំជុលអន់ប៉ុន្មានដើមចាក់មនុស្សដោយចៃដន្យនោះគ្រាន់តែល្បិចរបស់គ្រូខ្លាយៗតាមភូមិពិតមាត់អ្នកដែលសង្គ្រោះខ្ញុំគឺសៀនចេងអ្នកគ្មានជំនាញខាងពេទ្យទេដូច្នេះគ្រាន់តែធ្វើខ្លួនឲ្យសមរម្យហើយត្រឡប់ទៅចាប់ផ្ដើមពីដំបូងវិញពូឈិនធ្វើម៉េចបានលោកពូសង្ស័យសមត្ថភាពខ្ញុំជាបណ្ឌិតពីសាកលវិទ្យាល័យ Cambridge សាស្ត្រាចារ្យឯផ្នែកវិទ្យាសាស្ត្រទំនើប អ៊ីថានលិខិតបញ្ជាក់របស់អ្នកคล้ายៗវាត្រូវបានគេបំពង អ្នកកុំនិយាយរឿងឈួត បើប្រៀបធៀបនឹងជំនាញពេទ្យរបស់សៀនអ្នកគ្រាន់តែជាកង្កែបនៅក្នុងអណ្ដូងសៀនមានជំនាញពេទ្យពូកែណាស់អ្នកស្ទើរតែបញ្ឆោតខ្ញុំបាន អ្នកអស់សង្ឃឹមមែនទែនអ្នកពិតជាគិតថាគាត់មានជំនាញជាងខ្ញុំមែនទេ អ្នកដូចជាសម្រាមមួយដុំហ៊ានមើលងាយសៀនមែនទេ អ្នករុញខ្ញុំ ខ្ញុំនឹងវាយអ្នកដែរខ្ញុំសូមប្រាប់អ្នកអស្ថបុរាណចិនល្អបំផុតអ្នកជាគ្រូពេទ្យคล้ายៗ ពួកគេមិនមែននៅខាងតែមួយទេ ចាស់ ឆ្មាំឡើងមកបានហើយ លោកស្រី ជួយថែរក្សាគាត់ឲ្យខ្ញុំផង បាទកុំចូលមកចិត្តទៀតកុំប៉ះខ្ញុំ មីកាវ៉ាណាគូ
ខ្ញុំសូមណែនាំខ្លួនឡើងវិញខ្ញុំជាអ្នកស្នងមរតកក្រុមហ៊ុនអសសាគូរ៉ា S Sakura ជាក្រុមហ៊ុន S សម្ពូទាំង3ក្នុងពិភពលោក ហាក់ដូចជានាងមិនត្រឹមតែចាប់អារម្មណ៍លើរូបរាងខ្ញុំទេប៉ុន្តែក៏មានបំណងលាក់លៀមចំពោះហស្ថបុរាណដែរ សៀនជំនាញពេទ្យរបស់អ្នកពូកែណាស់ខ្ញុំចង់ក្លាយជាសិស្សរបស់អ្នក អ្នកចង់ក្លាយជាសិស្សរបស់ខ្ញុំមែនទេ ត្រាប់ណាអ្នកបង្រៀនជំនាញឲ្យខ្ញុំអ្នកអាចធ្វើអ្វីក៏បានជាមួយខ្ញុំ អ្នកនិយាយហើយធ្វើតាមចិត្តខ្ញុំមែនទេខ្ញុំនឹងវាយអ្នកឲ្យស្លាប់អូអ្នកនេះចង់លួចជំនាញខ្ញុំមែនទេ សៀនហេតុអ្វីបានជាអ្នកវាយខ្ញុំ តាំងពីបុរាណកាលមកពួកអ្នកជប៉ុនបានលួចពីយើងគ្រប់គ្រាន់ហើយ ខ្ញុំដឹងថាខ្ញុំខុសសូមឈប់វាយខ្ញុំទៅខ្ញុំសៀនខ្ញុំពិតជាកោតសរសើរអ្នកណាស់ ល្មមហើយអ្នកមិនចាំបាច់និយាយទៀតទេខ្ញុំសៀនចេនមិនដែលខົບខិតជាមួយអ្នកជប៉ុនឬក៏បន្ទាបខ្លួនទៅកម្រិតរបស់អ្នកលើសពីនេះទៅទៀតខ្ញុំមានប្រពន្ធរួចហើយចេញពីទីនេះទៅចេញពីប្រទេសយើងទៅ សៀនតើអ្នកពិតជាមានអារម្មណ៍ចំពោះខ្ញុំបន្តិចក៏គ្មានដែរតើខ្ញុំខ្វះអ្វីបើប្រៀបធៀបនឹងកញ្ញាឈិន ទ្វារនៅទីនោះហើយអ្នកនឹងចេញទៅដោយខ្លួនឯងឬក៏ខ្ញុំត្រូវបង្ខំអ្នកខ្ញុំនឹងវាយអ្នកល្អគ្រូសាឈិនយើងពិតជាសំណាងណាស់ស្ថានសួគ៌ប្រទានពរដល់គ្រូសាឈិនបានកូនប្រសារដ៏អស្ចារ្យបែបនេះ ពូសុំទោសចំពោះរឿងនោះ ហេតុអ្វីនៅតែហៅខ្ញុំថាពូអ្នកគួរតែហៅខ្ញុំថាប៉ា បាសៀននិងខ្ញុំមិនទាន់បានចុះបញ្ជីអាពាហ៍ពិពាហ៍នៅឡើយទេ មិនទាន់បានលិខិតអាពាហ៍ពិពាហ៍ទេមិនបានទេក្នុងករណីនោះមិនមានពេលណាល្អជាងពេលនេះទេអ្នកទាំងពីរទៅឥឡូវនេះទៅកូនស្រីឆោតល្ងងរបស់ប៉ាឱកាសល្អនេះបើអ្នកមិនប្រញាប់ទេអ្នកផ្សេងនឹងដណ្ដើមយកគាត់ទៅមុន ប៉ានិយាយត្រូវបរិសកាយបែបនេះខ្ញុំសូវអ៊ីឈៀននឹងមិនព្រមឡើងដែរឡើយ សូអ៊ីឥឡូវយើងទៅណា ណាថាម៉េចដែលយកលិខិតអាពាហ៍ពិពាហ៍ពិតណាស់ ទៅយកវាទៅ